ព័ត៌មានទី1គឺបន្លាជួសបន្លាយន្តហោះដ្រូនអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងដល់ទីក្រុងមូស្គូប្រទេសរុស្ស៊ីជាលើកទី2នៅក្នុងសប្តាហ៍នេះបាទនេះគឺជាបន្លាជួសបន្លាមែនហើយបងប្អូនដោយសារតែអ៊ុយក្រែនក្នុងតែមួយសប្តាហ៍ចាប់ផ្ដើមបាញ់ដ្រូនដែលមានរយៈចម្ងាយដល់ទៅរាប់ពាន់គីឡូដីហ្នឹងគឺបញ្ជាទៅគំតិចអាគារជាច្រើននៅប្រទេសរុស្ស៊ីគឺទីក្រុងមូស្គូនឹងតែម្ដងដល់ទីក្រុងមូស្គូឲ្យគំតិចរោងចក្រចម្រាញ់ប្រេងកាតលើកទី2ហើយអានេះគេហៅថាបន្លាជួសបន្លាហ្នឹងគឺធ្វើឲ្យរុស្ស៊ីគាត់ដឹងថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាឥឡូវគាត់ទទួលផលអញ្ចឹងដាក់មកក្តាំងមកហើយរុស្ស៊ីនឹងធ្លាប់តែដាក់គ្រាប់ក្តាំងទៅអ៊ុយក្រែនដែរកាលមុនគ្នាទុនដៃទុនជើងឥឡូវគេអាចផលិតដ្រូនបានអាហ្នឹងឲ្យដឹងប្រឹងខ្ញុំមិនលើកទឹកចិត្តឲ្យមានការសម្លាប់គ្នាអញ្ចឹងទៀតទេក៏ប៉ុន្តែរុស្ស៊ីបើសិនជាអ៊ុយក្រែនធូរដៃហ្នឹងគឺវាយគ្នាតតែដេកអត់មានអ្នកជួយទៀតព្រោះសហគមន៍អឺរ៉ុបគ្រាន់តែបានស្រែកអីចឹងទៅប៉ុន្តែអឺរ៉ុបគេជួយជាគ្រាប់ជារំសេវអាមេរិកក៏បានជួយជាសភាវុធយោធាអីដែរអញ្ចឹងហើយឥឡូវនេះអ៊ីរ៉ង់មានណែអ៊ុយក្រែនមានលទ្ធភាពធ្វើកជ្រួចខ្លួនឯងធ្វើដ្រូនខ្លួនឯងទៅក៏អាចនឹងទប់ហើយខ្ញុំជឿថារឿងនេះធ្វើឲ្យរុស្ស៊ីដេកអត់លក់ហើយហើយអាគ្រាប់ធ្លាក់ហ្នឹងធ្លាក់ចំថ្ងៃដែលជួបប្រជុំមានលោកហ៊ុនម៉ាណែតលោកអនុទិនច័ន្ទវរៈគុលនិងមេដឹកនាំអាស៊ានផ្សេងទៀតជួបនៅក្នុងជំនួបកំពូលរុស្ស៊ីអាស៊ាននៅឯទីក្រុងមូស្គូហ្នឹងឲ្យដឹងខ្លួនបាទបើសិនជានេះជួយប្រាប់ទៅសហគមន៍អន្តរជាតិថាអ៊ីរ៉ង់មានសិទ្ធិការពារខ្លួនហើយលោកZelenskyគាត់និយាយថាទម្លាក់គ្រាប់ជ្រៅចូលដល់ប្រទេសរុស្ស៊ីនេះមិនមែនជាអំពើខុសច្បាប់ទេគឺជាសិទ្ធិការពារខ្លួនដែលត្រឹមត្រូវព្រោះ4ឆ្នាំហើយដែលរុស្ស៊ីទម្លាក់គ្រាប់ចូលក្នុងដែនអធិបតេយ្យអ៊ីរ៉ង់អ៊ុយក្រែនស្លាប់មនុស្សច្រើនណាស់អត់ត្រូវច្បាប់ផងហេតុអីក៏រុស្ស៊ីទម្លាក់បានឥឡូវគេទម្លាក់វិញឲ្យរុស្ស៊ីរៀងវិញបាទរឿងនេះខ្ញុំចេះតែគិតថាបន្តិចទៀតនៅពេលដែលរុស្ស៊ីចាប់ផ្ដើមទុនដៃទុនជើងហើយចាប់ផ្ដើមឲ្យគាត់ឃើញពលទុកបែបនេះជៀសមិនផុតពីការដែលចូលតុចរចាទេរុស្ស៊ីតតែអញ្ចឹងហើយចរចានេះអ៊ីរ៉ង់សំទោសអ៊ុយក្រែនអាចមានសិទ្ធិដាក់កំហិតឲ្យរុស្ស៊ីដកទាហានដកទ័ពចេញទាំងអស់ពីកន្លែងគ្រប់គ្រងក្នុងដែនដីប្រទេសអ៊ុយក្រែនដែលអ៊ុយក្រែនមកដល់ពេលនេះអត់មានចុះហត្ថលេខាអ្នកណានឹងហ្នឹងឯងដូច្នេះរុស្ស៊ីជៀសមិនផុតពីដកទ័ពហ្នឹងឯងបើអត់ដកអ៊ុយក្រែននឹងទម្លាក់គ្រាប់អញ្ចឹងទៀតសង្គ្រាមនេះគឺនឹងល្អមើលជាងមុនឆ្ងាយណាព្រោះអីលើកមុនឃើញតែរុស្ស៊ីទម្លាក់ទៅអ៊ីរ៉ង់ទៅអ៊ុយក្រែនគ្នាអត់ហ៊ានតឥឡូវគ្នាតអត់មានសហគមន៍អន្តរជាតិណាថ្កោលទោសទេព្រោះអង្គការសហប្រជាជាតិក៏អត់ថ្កោលទោសអ៊ីរ៉ង់ណែអ៊ុយក្រែនកើតដែរព្រោះអីដោយសាររុស្ស៊ីខូចដែរណាឥឡូវអញ្ចឹងហើយទៅតាមដំណើរហើយមួយទៀតតកតងនឹងលោកត្រាំអរគុណប្រធានាធិបតីចិននិងរុស្ស៊ីដែលមិនអំពុលទុកអាមេរិកកាលជាប់ដៃវាយអ៊ីរ៉ង់ថ្ងៃនេះគឺមេដឹកនាំរបស់អាមេរិកគឺលោក Donald Trump បានទៅចុះបំពេញទស្សនកិច្ចប្រជុំនៅអឺរ៉ុបជួបមេដឹកនាំអឺរ៉ុបជាច្រើនឆ្លៀតឱកាសហ្នឹងគាត់ក៏បានថ្លែងអំណរគុណដល់លោកស៊ីជីនពីងហើយនិងលោកម៉ាក្រុងសំទោស Vladimir Putin អរគុណមេដឹកនាំចិននិងមេដឹកនាំរុស្ស៊ីដែលជាខ្លើម្រ័ក្សរបស់អ៊ីរ៉ង់តែលោកត្រាំអរគុណនេះក្នុងន័យថាប្រទេសពីរនេះអត់អំពុលទុកអាមេរិកនៅពេលដែលអាមេរិកកំពុងជាប់ដៃជាមួយអ៊ីរ៉ង់ថាប្រទេសពីរនេះឈរនៅកណ្ដាលគាត់ថាល្អហ្នឹងរកស៊ីមួយគ្នាបានត្រូវរើគ្នាបានព្រោះអីគាត់ភ័យដែរខ្លាចចិនហើយនិងរុស្ស៊ីលូកដៃជួយអ៊ីរ៉ង់អាចធ្វើឲ្យអាមេរិកពិបាកប៉ុន្តែដល់ពេលចិនហើយនិងរុស្ស៊ីអត់ក្អកអត់ជួយអ៊ីរ៉ង់នៅកណ្ដាលលោកត្រាំគាត់ថាល្អអញ្ចឹងធ្វើជាមិត្តនឹងគ្នាបានទៀតព្រោះអត់បំពុលទុកគាត់បាទនេះគឺជារឿងនយោបាយឯងបងប្អូនចុងក្រោយគឺអនុសារណៈនៃការយោគយល់គ្នា14ចំណុចរវាងអាមេរិកនិងអ៊ីរ៉ង់ពុំមានចែងអំពីការផ្លាស់ប្ដូររបបផ្ដាច់ការអ៊ីរ៉ង់នោះទេបាទបងប្អូនឥឡូវនេះគឺប្រហែលថ្ងៃមុនអាមេរិកនិងអ៊ីរ៉ង់ចុះហត្ថលេខាពីការឈប់បាញ់មានសន្តិភាពប៉ុន្តែដើម្បីចុះជាលាយលក្ខណ៍អក្សរជាផ្លូវការហ្មងគេចាំដល់ថ្ងៃសុក្រស្អែកនេះចុះនៅឯប្រទេសស្វីសពេលដែលលោកត្រាំគាត់ទៅហ្នឹងគាត់ចុះប៉ុន្តែឥឡូវនេះគឺរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បានបង្ហាញហត្ថលេខាលោកត្រាំហើយនឹងអ៊ីរ៉ង់ចុះហើយនៅអឺរ៉ុបហ្នឹងមួយគឺ MOU អនុសារណៈនៃការយោគយល់គ្នាដែលមាន14ចំណុចតើ14ចំណុចហ្នឹងមានអីគេខ្លះបងប្អូនខ្ញុំអានឲ្យបងប្អូនស្ដាប់បន្តិចចុះប៉ុន្តែអត់មានចំណុចនិយាយពីការស្ដារប្រទេសអ៊ីរ៉ង់ឲ្យផុតពីរបបផ្ដាច់ការទេ14ចំណុចហ្នឹងគឺនិយាយឲ្យខកចិត្តទៀតទី1បញ្ឈប់ការបាញ់គ្នាគ្រប់មុខព្រួញទាំងអស់ដោយទាំងលីបង់ទៀត
អាហ្នឹងគឺគេសន្យាគ្នាអញ្ចឹងហើយកន្លែងហ្នឹងមួយគឺអ៊ីស្រាអែលអត់ពេញចិត្តទេប៉ុន្តែគេទៅហើយទី2គោរពកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់អាមេរិកអត់លូកដៃកិច្ចការផ្ទៃក្នុងអ៊ីរ៉ង់នេះចំណុចនេះឯងដែលធ្វើឲ្យអ្នកដែលមិនពេញចិត្តនឹងអាកិច្ចព្រមព្រៀងនេះវាធ្វើឲ្យគេគិតថាលោកត្រាំវាយចុះវាយឡើងដែលចង់ដូររបបអឺអ៊ីរ៉ង់ឥឡូវនេះស្រាប់តែបានកិច្ចព្រមព្រៀងរឿងឈប់តែបមាណូមួយលេងអ៊ីរ៉ង់ចាត់ចែងប្រាច់ការអីយ៉ាងម៉េចឲ្យនៅដដែលនេះរឿងនេះគ្រោះថ្នាក់ដែរទី3គឺពជាពេល60ថ្ងៃដើម្បីដោះស្រាយអារឿងដែលនៅសេសសល់នឹងឲ្យចប់បានន័យថាឈប់បាញ់នឹងហើយនៅចរចា60ថ្ងៃទៀតដើម្បីនៅសេសសល់ប្រមាណហ្នឹង4គឺអាមេរិកត្រូវតែដកកប៉ាល់ចម្បាំងរបស់ខ្លួនឲ្យអស់ចេញពីមាត់ច្រក Hormuz ដើម្បីឲ្យកប៉ាល់ចេញចូលបានដោយស្រួល5តកតងនឹងច្រកសមុទ្រ Hormuz នេះគឺនឹងបើកជាសាធារណៈអ៊ីរ៉ង់អត់យកលុយតែប៉ុណ្្នឹងឯងហើយតែអ៊ីរ៉ង់អ្នកចាត់ចែងក៏អត់យកលុយ6លុយសម្រាប់សាងសង់អ៊ីរ៉ង់ឡើងវិញស្ថាបនាអ៊ីរ៉ង់ឡើងវិញគឺមានទឹកប្រាក់300,000 លានដុល្លារក៏ប៉ុន្តែយើងអត់មានចង់និយាយថា300,000 លានដុល្លារហ្នឹងគឺអាមេរិកថាអត់មានលុយអាមេរិក1រៀលទេគឺជាគម្រោងសន្យាពីប្រទេសសម្ព័ន្ធមិត្តអាមេរិកដើម្បីជួយអ៊ីរ៉ង់300,000 លានដុល្លាររឿងនេះគឺខាងអ្នកតំណាងរាស្ត្រនៅអាមេរិកអីជាប្រអាមេរិកកំពុងតែចោទប្រកាន់លោកត្រាំថាសុំកលុំជាមួយអ៊ីរ៉ង់ទៅយកលុយទៅជួយអ៊ីរ៉ង់300,000 លានតែលោកត្រាំក៏ថាអត់មានទេ300,000 លាននេះគឺជាលុយរបស់ប្រទេសដទៃអត់លុយអាមេរិកទេតែជួយស្ដារអ៊ីរ៉ង់ឡើងវិញ7ទណ្ឌកម្មលើអ៊ីរ៉ង់ត្រូវបិទបញ្ចប់ត្រឹមហ្នឹងទណ្ឌកម្មប្រេងទណ្ឌកម្មអត់ឲ្យលក់ទំនិញអ៊ីរ៉ង់ទណ្ឌកម្មផ្លូវទូតផ្លូវអីត្រូវលើកទាំងអស់8ឈប់ផលិតអាវុធបរមាណូអាវុធបរមាណូនេះគឺអ៊ីរ៉ង់ព្រមឲ្យតាមការចង់បានរបស់លោកត្រាំក៏ប៉ុន្តែត្រូវការចរចាគ្នារយៈពេលយូរទៀតគ្រាន់តែថាជាគោលការណ៍ឈប់ផលិតអាវុធបរមាណូ9និង10គឺរក្សាស្ថានភាពដដែលឲ្យនៅដដែលនេះអា10នេះរក្សាស្ថានភាពដដែលឲ្យនៅដដែលហ្នឹងគឺបានន័យថាម៉េចគឺអាកម្មវិធីបរមាណូដែលមានហ្នឹងឲ្យនៅសិនគ្រាន់តែថាមិនផលិតថែមមិនកសាងថែម11ថវិកាដែលបង្កក់ពីអ៊ីរ៉ង់ទាំងអស់ដែលមានទំហំទឹកប្រាក់25,000 លានដុល្លារត្រូវប្រគល់ឲ្យអ៊ីរ៉ង់វិញឲ្យយកទៅប្រើប្រាស់បាន12មិញហ្នឹង11 12ដល់14គឺត្រូវគ្រប់គ្រងនិងតាមដានការចរចាបង្ហើយនឹងក្នុងរយៈពេល60ថ្ងៃហ្នឹងបាទមានតែប៉ុណ្្នឹងបងប្អូនឃើញទេឥឡូវគេថាចោះអាមេរិកថាសន្យាជាមួយប្រទេសអ៊ីរ៉ង់សន្យាមួយប្រជាពលរដ្ឋដែលមេដឹកនាំអ៊ីរ៉ង់សម្លាប់ប្រហែល 4-5 ម៉ឺននាក់អាពេលធ្វើបាតកម្មដើម្បីស្ដាររបបនេះថាអាមេរិកនឹងចោះទៅជួយឥឡូវអត់ទាន់មានតិចទៀតប្រជាពលរដ្ឋអ៊ីរ៉ង់នឹងសួរលោកត្រាំថាអង្កលដូមេដឹកនាំប៉ុន្តែលោកត្រាំអាចឆ្លើយយ៉ាងខ្លីថាមេដឹកនាំដូក៏ដូចរឿងដែលយើងទៅថាគេមិនដឹងថាគេបាននៅក្រៅឃុំប៉ុណ្ណឹងហើយយើងចង់ធ្វើឲ្យគាត់ជាប់គុកវិញណាចង់ឲ្យលោកកឹមសុខាជាប់គុកវិញអាហ្នឹងគឺជាគំនិតរបស់ក្រុមលោកកឹមសុខាដែលចង់វាយប្រហារក្រុមម្ខាងទៀតហើយដូចខ្ញុំនិយាយចឹងបងប្អូននយោបាយនេះគឺជានយោបាយកំចាយគ្នាអត់មានបានប្រយោជន៍ទេអញ្ចឹងសមត្ថកម្មទី2នេះខ្ញុំថាអាចក្រុមលោកកឹមសុខាជាអ្នកបង្កើតដើម្បីលាបពណ៌ឲ្យក្រុមម្ខាងទៀតជាងការរកវិធីអីវាយប្រហារមិនបានក៏ធ្វើវិធីនេះអាហ្នឹងសិតតែអាចទៀតដែរបងប្អូនចុះក្រុមទី3ជាក្រុមអ្នកណាក្រុមទី3ក៏អាចជាក្រុមរបស់អ្នកដែលនៅក្នុងគណៈបកប្រឆាំងជាទូទៅដែលចង់កកាយរឿងនេះឲ្យវាក៏ក្រើកឲ្យវាអីចឹងទៅដើម្បីប្រឡប់ស្ថានភាពប្រឡប់នេះឬក៏ចង់ធ្វើបាបអាចក្រុមបង្កប់ផ្ទៃក្នុងណាមួយចង់បំផ្លាញគណៈបកប្រឆាំងនេះកុំឲ្យត្រូវគ្នាអីសោះអញ្ចឹងចេះតែបង្កើតចឹងទៅដើម្បីឲ្យឲ្យឆ្លោះគ្នានឹងក្រុមទី4ដែលជាក្រុមធំបំផុតដែលខ្ញុំគិតថាបានប្រយោជន៍ពីការបង្កើតព្រឹត្តិការណ៍នេះណាគឺគណៈបកប្រជាជនកម្ពុជាហេតុអីបានជាខ្ញុំសន្និដ្ឋានបែបនេះព្រោះវីដេអូតាក់ទងនឹងរឿងលោកសំរងស៊ីអត់ត្រូវគ្នាជាមួយលោកកឹមសុខាអ្នកដែលភ័យជាងគេបំផុតខ្លាចលោកកឹមសុខានិងលោកសំរងស៊ីត្រូវគ្នានេះគឺ
ក្រុមគណៈបកប្រជាជនកម្ពុជាទេមិនមែនក្រុមលោកកឹមសុខានិងក្រុមលោកសំរងស៊ីទេព្រោះក្រុមលោកកឹមសុខាដែលអត់ត្រូវគ្នាខាងផ្ទៃក្រោមជាមួយនឹងក្រុមលោកសំរងស៊ីហ្នឹងគឺមិនមែនក្រុមលោកសំរងស៊ីចង់ឆ្លោះទេគឺដោយសារតែក្រុមលោកកឹមសុខាកាលពីមុនហ្នឹងគឺគាត់ខំប្រឹងតស៊ូមតិដើម្បីឲ្យស្ងប់ដើម្បីឲ្យលោកកឹមសុខាបានចេញនៅក្រៅឃុំព្រោះអីស្អំចិត្តគណៈបកប្រជាជនកម្ពុជាគឺលោកហ៊ុនសែនជាពិសេសហ្នឹងកុំឲ្យថាក្រុមនេះត្រូវគ្នាឬក៏យ៉ាងម៉េចអីអញ្ចឹងទៅវាមើលទៅវាហាក់បីដូចជាវិធីមួយដើម្បីប្រាប់ថាអឺធ្វើដូចជាឆ្លោះគ្នាដើម្បីឲ្យស្អំចិត្តខាងបើសិនជាគេចាប់លោកកឹមសុខាដាក់គុកគេរំលាយគណៈបកសង្គ្រោះជាតិដោយសារមូលហេតុតែមួយគត់គឺឲ្យគណៈបកនេះរលាយអត់ត្រូវគ្នាទេតែត្រូវគ្នាហើយតែពីរអ្នកលោកកឹមសុខានិងលោកសំរងស៊ីត្រូវគ្នាគឺគណៈបកប្រជាជនកម្ពុជាដល់ថ្ងៃបញ្ចប់តែម្ដងគណៈបកប្រជាជនកម្ពុជាដឹងតាព្រោះអីគណៈបកសិទ្ធិមនុស្ស3កៅអីបូកគ្នាជាមួយគណៈបកសំរងស៊ី26កៅអីសេតតែឡើង55កៅអីហើយចំនួននេះគឺឡើងស្រូតដូចយន្តហោះឡើងចេញពីពលានអញ្ចឹងអត់មានចោះទេណាគឺឡើងស្បឺតអញ្ចឹងមកអញ្ចឹងគណៈបកប្រជាជនដឹងមុនតាថា3បូកនឹង26ហេតុអីបានចេញទៅ55អញ្ចឹង55ទៅបោះឆ្នោតតែម្ដងផងចុះបើបោះឆ្នោតលើកទី2អាចនឹងឈ្នះឆ្នោតបាត់ហើយព្រោះនៅលើខ្វះគ្នាតែ3សែនសម្លេងហ្នឹងប្រជាពលរដ្ឋ6លានអ្នកបោះឆ្នោតកាលពី2013 12ឃុំសង្កាត់គណៈបកសង្គ្រោះជាតិបានដល់ទៅ2សែន2លាន9 8សែន9សែនខុសគ្នាតែ3សែនសម្លេងហ្នឹងនិយាយទៅគឺ45 44នៅខុសគ្នាតែ1% ជាងហ្នឹងកម្រិតនេះគឺកម្រិតគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតដោយស្វ័យប្រវត្តិហើយព្រោះបើយើងប្រៀបធៀបអំពីកម្លាំងដែលគណៈបកសង្គ្រោះជាតិជួនកាលមានមេក្រូមួយទៅផ្សព្វផ្សាយឃ្លោកតាមទឹកតាមអីឆេះរលត់លឺផងអត់ផងដាក់អគុយមួយហ្នឹងតាមកង់3កង់អីហើយគណៈបកប្រជាជនសុទ្ធតែធុងបាសតារាប្រជាប្រិយអុកញ៉ាមហាមន្ត្រីមេធាវីចៅក្រមបរិយាអញ្ញាពលមេបលិសទៅហ៊ានស្អីសុទ្ធតែប្រើធុងបាសធុងអីតន្ត្រីក៏ក្រឹកក្រែងហិនស៊ីអីផ្សព្វផ្សាយទូរទស្សន៍ជាតិផងអីផងមានបណ្ដាញផ្សព្វផ្សាយធ្វើបាបក្រុមប្រឆាំងនេះឡើងរិចរិលផងហើយនៅអត់ទាំងបានចង់និយាយចង់ទុនជើងនៅពេលនោះផងហើយចោះទំរំបលែងតាមទំហឹងអញ្ចឹងបានជាគណៈបកប្រជាជនកម្ពុជាគឺជាអ្នកខាតប្រយោជន៍ច្រើនជាងគេនៅពេលដែលគណៈបកសង្គ្រោះជាតិនេះមានដង្ហើមគឺលោកកឹមសុខានិងលោកសំរងស៊ីត្រូវគ្នាអញ្ចឹងហើយបានជាសមត្ថកម្មចុងក្រោយអ្នកណាដែលបង្កើតវីដេអូនេះបើទោះបីជាអ្នកចង់ស៊ីបាយស្វាស៊ីបាយលៀបមាត់ប្រពែអីយ៉ាងណាក៏ដោយយើងមើលអំពីផលដែលបានប្រយោជន៍ច្រើនជាងគេតើអ្នកណាមិនមែនលោកកឹមសុខាមិនមែនលោកសំរងស៊ីមិនមែនក្រុមគណៈបកសង្គ្រោះជាតិមិនមែនក្រុមប្រឆាំងទេហើយ MMO ហ្នឹងក៏មិនបានលុយអីច្រើនប្រហែលដែរដែលខ្ញុំសរុបមកវិញអញ្ចឹងអ្នកដែលបានគឺគណៈបកប្រជាជនកម្ពុជាដោយសារអីប្រជាពលរដ្ឋស្ដាប់ទៅចាប់ផ្ដើមថាអូគណៈបកនេះឆ្លោះគ្នាអត់ត្រូវគ្នាចាំមើលអង្គាសលុយអីថាវិការស្រោមសវត្តអីហ្នឹងកុំឲ្យព្រោះយកទៅចែកគ្នាសិតតែវិធានការក្បត់អីហ្នឹងគឺដើម្បីបំផ្លាញឲ្យប្រជាពលរដ្ឋលែងទុកចិត្តស្ថាប័ននេះដើម្បីប្រយោជន៍គណៈបកកណ្ដាលអំណាចទេនៅក្នុងន័យដែលខ្ញុំសង្កេតតែប៉ុណ្្នឹងបានហើយបងប្អូនអញ្ចឹងបងប្អូនជួយធ្វើអីបានបងប្អូនធ្វើអីដើម្បីដោះស្រាយបញ្ហានេះក្នុងនាមជាប្រជាពលរដ្ឋខ្មែរយើងមានការទទួលខុសត្រូវខ្ពស់គ្រប់គ្នាបងប្អូនទី1កុំអាលជឿទី2ផ្ទៀងផ្ទាត់បើបងប្អូនស្រឡាញ់មួងណារ៉េតហើយឃើញអ្វីពាក់ព័ន្ធនឹងមួងណារ៉េតផ្ញើសារចូលក្នុងប្រអប់សារ Messenger Facebook របស់មួងណារ៉េតយ៉ាងហើយក៏សួរថាពិតអត់ AI ឬក៏អីទេហើយខ្ញុំនឹងបកស្រាយជូនភ្លាមមុននឹង share មុននឹងអីទៅតាមអីទៅផ្សេងទៀតហើយមុននឹងចេញមតិអីផ្សេងទៀតកុំអាលលឿនពេកយើងធ្វើជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវសិនម្ចាស់ខ្លួនមួងណារ៉េតនេះគឺ Facebook មានផ្ញើសារមកមួយថ្ងៃឥឡូវខ្ញុំទទួលសារ1500សារកាលលោកមុនទទួលត្រឹម300 400ទេឥឡូវ1000សារជាងហើយខ្ញុំមើលទាំងអស់បើមានលទ្ធភាពគឺខ្ញុំឆ្លើយវិញបានតែព្យាយាមឲ្យខ្លីណាបងប្អូនកុំវែងពេកព្រោះអីបងប្អូនគិតបើសារខ្ញុំទទួល1000ជាងហើយខ្ញុំគ្រាន់តែមើលសារមិនបាច់ធ្វើអីមួយថ្ងៃវោះល្ងាចហ្នឹងគឺអស់ពេលបាត់ទៅហើយមិនមែនបងប្អូនផ្ញើម្ដងហ្នឹងណា
ផ្ញើគ្រប់ពេលអ្នកខ្លះមួយថ្ងៃ3សារអ្នកខ្លះ5សារអ្នកខ្លះសារសំឡេងផងអ្នកខ្លះផ្ញើវីដេអូផងអ្នកខ្លះផ្ញើអីគឺថាអូយសប្តាហ៍ថ្ងៃហ្នឹងខ្ញុំដូចជាប្រព័ន្ធស្តុកទុកឯកសារនឹងអីដូចជារោងចក្រមួយដ៏ធំអញ្ចឹងណាហើយម្នាក់ឯងសុទ្ធសាធអញ្ចឹងបងប្អូនខ្លីខ្លឹមហើយខ្ញុំរីករាយទទួលខ្ញុំឆ្លើយមិនទាន់ខ្ញុំសូមអធិស្ឋានបងប្អូនយោគយល់ឲ្យខ្ញុំផងព្រោះអីពេលខ្លះបើកមើលហើយមិនបានឆ្លើយដោយសារតែព័ត៌មានខ្លះខ្ញុំបានដឹងហើយខ្ញុំបានឮហើយបើព័ត៌មានថ្មីដែលខ្ញុំអត់បានដឹងឬអីខ្ញុំច្រើនតែអរគុណប៉ុន្តែมันអាចអរគុណបានទាំងអស់ទេគ្រាន់តែអរគុណបងប្អូនទាំងអស់គ្រប់គ្នាដែលគ្រាន់តែសរសេរឆ្លើយហ្នឹងក៏ខ្ញុំត្រូវការពេលប្រហែលជាកន្លះម៉ោងទៅ1ម៉ោងមិនអស់ដែរគ្រាន់តែមើលសារម្ដងហ្នឹងអញ្ចឹងខ្ញុំអត់មានពេលធ្វើអីកើតទៀតទេបងប្អូនណាតែផ្ញើមកខ្ញុំមើលខ្ញុំស្ដាប់ខ្ញុំអានរាល់ពេលខ្ញុំឆ្លើយបានខ្ញុំឆ្លើយខ្ញុំធ្វើយ៉ាងម៉េចបានអាហ្នឹងហើយដើម្បីផ្ទៀងផ្ទាត់ថាតើវាពិតឬមិនពិតទី2ភារកិច្ចរបស់បងប្អូនគឺត្រូវនិយាយប្រាប់គេនៅក្នុងហ្នឹងថារឿងដែលព័ត៌មានពិតយ៉ាងម៉េចសំឡេងស្អីស្អីហ្នឹងគឺដូចថាការមិនពិតឬក៏អាចពន្យល់ទៅខាងអឺតាមសង្កេតឃើញគាត់ពីមុនមកហ្នឹងគាត់មិនដែលនិយាយអញ្ចឹងទេបងប្អូននិយាយការពារអាចលំបាកដែរចង់និយាយថាបើនៅក្នុងការការពារហ្នឹងព្រោះមនុស្សណាឱកាសនិយមយើងអត់ដែលស្មានត្រូវទេអ្នកណាដែលស្មានថាលោកបណ្ឌិតសេងសេរីនឹងនឹងជារនុកក្នុងរបស់លោកហ៊ុនសែនដែលគិតដល់ពេលហ្នឹងទេបងប្អូនប៉ុន្តែខ្ញុំនិយាយរឿងលោកបណ្ឌិតសេងសេរីនេះខ្ញុំមិនធ្វើឲ្យបងប្អូនថាបើគាត់ខុសម្ដងអញ្ចឹងហើយយើងត្រូវតែជន់គាត់រហូតអត់ទេឃើញគាត់ខំប្រឹងកសាងកិត្តិយសគាត់ទទួលកំហុសក៏គាត់សារភាពអីច្រើនដែរអាហ្នឹងជួនកាលមនុស្សយើងពេលខ្លះយើងត្រូវឲ្យឱកាសគាត់ second chance ឱកាសទី2ដែរបើយើងជន់គាត់ពេកក៏គ្នាអ្នកដែលខុសហើយគឺគ្មានឱកាសកែខ្លួនខ្ញុំមិននិយាយលើកទឹកចិត្តឲ្យមនុស្សប្រព្រឹត្តកំហុសទេប៉ុន្តែមិនមានមនុស្សណាដែលមិនចេះខុសទេតែបើមនុស្សចេះខុសហ៊ានសារភាពទទួលខុសត្រូវជូតទឹកភ្នែកហើយបន្តដំណើរទៀតយើងបន្តតាមមើលគាត់ប៉ុន្តែកុំឲ្យជន់គាត់ពេកអីចឹងទៅអានេះបន្តិចបើខ្ញុំចង់និយាយថាលោកសេងសេរីគឺជាមិត្តភក្តិនឹងខ្ញុំដែរតែខ្ញុំឯណាដែលនឹកស្មានថាគាត់នឹងធ្វើដូច្នេះប៉ុន្តែខ្ញុំមិនទៅជាភ្ញាក់ផ្អើលអីរហូតទាល់តែគិតថារឿងហ្នឹងវាកលាប់ផែនដីអីទេអញ្ចឹងបានថាវាអាចមានកលៈទេសៈដែលនឹកស្មានមិនដល់អញ្ចឹងហ៎អ្នកណាដែលនឹកឃើញថាលោកអឺសូហារ៉ូលោកអឺដូចសូហារ៉ូអញ្ចឹងតែឈ្មោះគាត់ក៏លែងចង់ចាំដែរខ្ញុំវាដូចថាអត់សំខាន់ណាប៉ុន្តែអ្នកណាដែលគិតថាគាត់ជាគណៈបកប្រជាជនកម្ពុជារាប់ខែរាប់ឆ្នាំคล้ายទៅជាវាគ្មិនរបស់វិទ្យុអាស៊ីសេរីដ៏ជាទីទុកចិត្តរាប់ខែរាប់ឆ្នាំហើយស្រាប់តែរត់ចូលទៅគណៈបកប្រជាជនកម្ពុជាវិញមកវាយប្រហារក្រុមប្រឆាំងអ្នកណាដែលគិតដល់ហ្នឹងបងប្អូនសាកគិតមើលអញ្ចឹងរឿងដែលភ្ញាក់ផ្អើលរឿងដែលខកចិត្តបងប្អូននឹងមានម្ដងហើយម្ដងទៀតហើយអត់មានប្លែកអីទេអ្នកណាដែលតែស្មានគិតថាសកម្មជនរបស់គណៈបកសង្គ្រោះជាតិដូចជាលោកយឹមស៊ីណននៅកូរ៉េនៅអីឬក៏ហៃវ៉ាណានៅជប៉ុនអីហ្នឹងស្រាប់តែចុះចូលទៅគណៈបកប្រជាជនកម្ពុជាវាយប្រហារគណៈបកប្រឆាំងវិញនៅពេលដែលតស៊ូសូមឲ្យមានការកែតម្រង់ការផ្លាស់ប្ដូរជីវិតជំនាញអីរាប់ឆ្នាំបថុយប្រឋានជីវិតគ្រោះថ្នាក់អីសពបែបយ៉ាងដើម្បីប្រយោជន៍ជាតិក៏ប៉ុន្តែដោយសារឥទ្ធិពលអីមួយយើងអត់ដឹងស្រាប់តែគាត់ចុះចូលទៅខាងគណៈបកប្រជាជនកម្ពុជានៅពេលដែលបេសកកម្មនៅសកៈអយុធធម៌សង្គមកើនឡើងដល់ទៅ100ដងតែគាត់នៅតែធ្មិចភ្នែកចូលជាមួយគណៈបកប្រជាជនហើយសរសើរកើតដែរអ្នកណាដែលគិតដល់ថ្នាក់ហ្នឹងយើងអត់ដែលគិតស្មានទេមិនអញ្ចឹងហ៎ដូច្នេះបងប្អូនកុំភ្លេចថាអ្វីក៏អាចកើតឡើងដែរក៏ប៉ុន្តែមនសិការមនុស្សគ្រប់គ្នាមិនដូចគ្នាទេបងប្អូនបាយ3ពេលនេះអ្នកខ្លះមនសិការគាត់ទុនជ្រាយទៅតាមកលៈទេសៈក៏ប៉ុន្តែក៏នៅតែមានមនុស្សមានបេះដូងដែលស្រឡាញ់ជាតិនេះដោយស្មោះស្ម័គ្រទោះដង្ហើមចុងក្រោយក៏គេមិនផ្លាស់ប្ដូរដែរហើយនៅក្នុងហ្នឹងគឺមានមួងណារ៉េតនៅក្នុងមួយដែលខ្ញុំសូមនិយាយម្ដងទៀតគឺដរាបណាខ្ញុំនៅមានដង្ហើមដកដរាបណាខ្ញុំនៅមានដង្ហើមដកគឺបេះដូងរបស់ខ្ញុំគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំង18លាននាក់មិនផ្លាស់ប្ដូរគោលចំហមិនផ្លាស់ប្ដូរការគិតមិនផ្លាស់ប្ដូរការរកយុត្តិធម៌មិនផ្លាស់ប្ដូរនិយាយទៅរសជាតិបង្អែមលៀងមាត់របស់មួនណារ៉េតដែលមានឲ្យជារសស្ករកំពង់ស្ពឺកូវិតមានខ្ទិះដូងមានអីនេះមិនមានលាយជាតិគីមីនេះនឹងនៅថិតថេរជារៀងដរាបរហូតដំណាក់ដង្ហើមចុងក្រោយរបស់ខ្ញុំនឹងមិនធ្វើឲ្យគេដំណើរនៃបុគ្គលរបស់ខ្ញុំ
ជាគំរូអាក្រក់អាសោចសម្រាប់គ្រួសារខ្ញុំទេបើខ្ញុំធ្វើអីក៏ដោយក៏ខ្ញុំគិតអំពីកូនខ្ញុំចៅខ្ញុំក្រុមគ្រួសារខ្ញុំទៅថ្ងៃក្រោយទៀតតើគាត់នឹងជេរច្រាស់ឆ្អេះនៅមុខភ្នោខ្ញុំប៉ុណ្ណានៅពេលដែលខ្ញុំស្លាប់ទៅខ្លាយទៅជាមនុស្សលលោកក្បត់ឧត្តមគតិមនសិការជាតិគ្រាន់តែបាយ3ពេលបងប្អូនមួងណារ៉េតមានជំនាញច្រើនយ៉ាងណាស់ធ្វើអីក៏រស់ដែរសប្ងៃនេះមួងណារ៉េតធ្វើអីក៏រស់ដែរសឹងថាមិនធ្វើការអីសោះក៏រស់ដែរព្រោះខ្ញុំមិនខ្វះរបៀបរស់របស់ខ្ញុំតាមសមាជីវោហើយត្រឹមត្រូវដោយមិនចាំបាច់លក់ក្បាលមិនចាំបាច់កាន់ក្បាលមេក្រូមកបាយ3ពេលជេរបតិចពាលាបាត់ផ្សារអាវ៉ាសែរកទិសតំបន់គ្មានហើយមិនចាំបាច់ទៅគ្រប់គ្រងគណៈបកនយោបាយណាក្រុមណាអីណាដើម្បីបាននំប៉័ងបានអីអត់បាច់ទេមួងណារ៉េតរស់បានដោយស្រួលដោយសារចំណេះជំនាញបច្ចេកទេសសិលធម៌គុណធម៌សុជីវធម៌ដែលបងប្អូនគោរពស្រឡាញ់សប្ងៃនឹងខ្ញុំនិយាយឲ្យស្មោះត្រង់បងប្អូននៅតែផ្ដល់ប្រាក់បរិច្ចាគឲ្យខ្ញុំតិចក្តីច្រើនក្តី50 $20 $10គ្រប់គ្នាផ្ញើមកជាប្រចាំព្រោះខ្ញុំបានឲ្យកណនីខ្ញុំហើយខ្ញុំអត់បានបង្ខំថាត្រូវតែផ្ញើហើយខ្ញុំក៏បានប្រាប់បងប្អូនទៀតថាមួងណារ៉េតអត់ដាច់ពោះទេមួងណារ៉េតអត់ស្លាប់ទេហើយធ្វើព័ត៌មាននេះបើបានប្រាក់កម្រៃអីខ្លះក៏បានទៅបើអត់ទេអត់មែន MMO ទេព្រោះខ្ញុំមានការងារនៅសាលាក្រុងឡុងបិចប្រាក់ខែ$7,000ទៅ$8,000អត់មានស្អីទៅនិយាយអួតថាអូស្អីទៅអួតប្រាប់គេថាប្រាក់ខែច្រើនអញ្ចឹងអ្នកណាគេចង់ជួយយើងខ្ញុំចង់ប្រាប់ថាខ្ញុំរស់បានអត់ចាំបាច់សុំបាយគេ3ពេលនៃងាយយល់តែប៉ុណ្ណឹងហើយក្រៅពីសាលាក្រុងឡុងបិចបងប្អូនត្រូវចាំថាខ្ញុំគឺជាអ្នកបកប្រែ freelance បកប្រែឯករាជ្យឲ្យក្រសួងការបរទេសអាមេរិកពេលដែលមានប្រធានាធិបតីប្រជុំកិច្ចការធំឬក៏មេបញ្ជាការទ័ពតំបន់អាស៊ីប៉ាស៊ីហ្វិកអីគេជួបគ្នាឬកិច្ចការកតឡាការជាតិអីគឺគេហៅខ្ញុំទៅបកប្រែគេហៅខ្ញុំនៅតែមានការងារធ្វើក្រៅពីហ្នឹងក៏ខ្ញុំអាចធ្វើការងារបកប្រែឯកសារសភៅឯកសារច្បាប់ចរាចរណ៍នៅអាមេរិកឬក៏ការអប់រំតកតនៅសុខាភិបាលអីខ្ញុំគ្មានពេលធ្វើទេសប្តាហ៍ថ្ងៃខ្ញុំក៏វត្តចោលអស់ហើយការងារអស់ហ្នឹងដោយសារតែខ្ញុំគិតពីរឿងបងប្អូនយើងមក18លានអ្នកនេះដែលខ្ញុំក៏វត្តចោលការងារដែលបានប្រាក់កម្រៃច្រើនជាងនេះ10ដងក៏វត្តចោលអស់ហើយដោយសារអីខ្ញុំគិតថាជីវិតខ្ញុំមួយជាតិធៀបតែមួយចានទេខ្ញុំត្រូវការបាយតែ3ពេលហេតុអីបានជាខ្ញុំត្រូវការអីក៏លោភលន់ទៅធ្វើស្អីទៀតបានហើយជួយគ្នាវិញទៅខ្ញុំមិនអាចទៅជួយកសាងជាតិមាតុភូមិកម្ពុជាទៅចោះទៅសមរភូមិមុខដើម្បីកាន់កាភ្លើងដោយបងប្អូនបងប្អូនយុទ្ធជនយើងនៅជួរមុខដែលដូចទឹកលើស្លឹកឈូករងចាំតែគេបាញ់ស៊ីបអញ្ចឹងខ្ញុំធ្វើមិនបានដូចបងប្អូនទេអញ្ចឹងខ្ញុំអាណិតបងប្អូនខ្ញុំអាសូរបងប្អូនហើយជាគុណូបការៈជាការតបស្នងសងគុណចំពោះការតស៊ូរបស់បងប្អូនយើងនៅជួរមុខហ្នឹងឬក៏បងប្អូនខ្មែរដែលនៅសមរភូមិមុខសកម្មជនដែលតស៊ូបូជាជីវិតដែលសុកចិត្តជាប់គុកជាប់ច្បាប់អីហ្នឹងគឺមានតែជួយគ្នានិយាយអំពីការឲ្យគាត់បាននៅក្រៅឃុំដើម្បីឲ្យគាត់មានសិទ្ធិសេរីភាពឡើងវិញដើម្បីឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នេះជារឿងដ៏តិចតួចបំផុតដែលខ្ញុំអាចធ្វើបានក្រៅពីការទៅរកទទួលទានចិញ្ចឹមជីវិតរបស់ខ្ញុំដែលខ្ញុំមិនរវល់រឿងនេះក៏បានដែរវាជាសិទ្ធិសម្រេចរបស់ខ្ញុំប៉ុន្តែខ្ញុំជាប់មនសិការខ្ញុំជាប់ឧត្តមគតិខ្ញុំជាប់ការស្រឡាញ់ជាតិនេះដោយគ្មានលក្ខខណ្ឌអញ្ចឹងហើយបានជាខ្ញុំនិយាយថាបងប្អូនអាចស្រមើស្រមៃអាចនឹងគិតថាអូគេរត់ចូលចេះចោះលុកមួងណារ៉េតហ្នឹងមិនមួយថ្ងៃសារផ្ញើមកសុំវកុំឲ្យលក់ក្បាលដូចគេណាអស់ហើយមនុស្សអីលាក់នឹងលាក់អស់មានមនុស្សអីដែលគួរឲ្យទុកចិត្តខ្ញុំស្រក់ទឹកភ្នែកហ៎បងប្អូនព្រោះអីខ្ញុំអាសូរជាតិយើងហេតុអីបានជាបងប្អូនមកផ្ញើជីវិតជោគវាសនានៅលើមួងណារ៉េតម្នាក់ឯងដែលបង្អែមលៀងមាត់មកផ្ទះថ្នោតធំនេះវាធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដោយសារអីកម្ពុជាអត់ត្រូវការមនុស្សម្នាក់ពីរនាក់ដឹកនាំប្រទេសទេបងប្អូនកម្ពុជាត្រូវការមនុស្ស18លាននាក់ដើម្បីដឹកនាំប្រទេសយើងមិនមែនម្នាក់ពីរទេមិនមែនមកគ្រួសារមិនមែនមកតកូលណានោះទេដូច្នេះយើងចង់ឲ្យបងប្អូនទាំងអស់មានសិទ្ធិសម្រេចជោគវាសនាប្រទេសយើងដោយយើងជាម្ចាស់ជោគវាសនារបស់ប្រទេសយើងមិនមែនគណៈបកនយោបាយណាមិនមែនក្រុមគ្រួសារណាមិនមែនបកពួកណាប្រឆាំងក៏ដោយ
គណៈបកកណ្ដាលអំណាចក៏ដោយគណៈបកឯករាជ្យណាក៏ដោយអត់ទេគឺសម្រាប់បងប្អូនទាំង18លាននាក់អានេះហើយដែលខ្ញុំមិនអាចនឹងគេងលក់បានយូរមួយយប់បានតែ3ម៉ោងមួយឆ្នាំហើយ4ម៉ោងខ្ញុំគេងបានតែ4ម៉ោងមួយឆ្នាំហើយបងប្អូនខ្ញុំសរសើរខ្លួនឯងដែរតែខ្ញុំអាចធ្វើរឿងនេះបានណាខ្ញុំចូលដល់វ័យ50ឆ្នាំហើយមិនមែនក្មេងទៀតទេបងប្អូនក៏ប៉ុន្តែបេះដូងវានៅលោតពុះក្ដុកក្ដាក់នៅថាឈឺចាប់នឹងជាតិរបស់យើងនេះឯងហើយដែលខ្ញុំមិនអាចក្បត់ឧត្តមគតិមនសិការរបស់ខ្លួនឯងបានហើយបងប្អូនចេះតែសួរហើយនេះឯងហើយដែលធ្វើឲ្យក្រុម AI នេះចេះតែបង្កើតមកដើម្បីអីឲ្យប្រជាពលរដ្ឋអស់ក្តីសង្ឃឹមមនុស្សដែលនៅតិចតួចបំផុតបើគេមិនសម្លាប់ចោលគឺគេដាក់គុកអញ្ចឹងបើនៅមានអ្នកណាអាចនិយាយបានតាក់ទងនឹងរឿងភាពអសកម្មរបស់រដ្ឋាភិបាលឲ្យមានការកែតម្រង់គឺពួកគាត់ចំណែនណាស់គាត់ឈឺចាប់ណាស់គាត់មិនមែនឈឺចាប់ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ18លាននាក់នឹងបានហូបទេគាត់ឈឺចាប់នឹងការគាត់មិនបានបំផ្លាញជាតិនេះឲ្យលលាយសូន្យបង់ដើម្បីប្រយោជន៍សួនតួក្រុមបកគលរបស់គាត់ដល់អញ្ចឹងមានអ្នកណាម្នាក់ដែលហ៊ាននិយាយដែលប៉ះពាល់ដល់អាការដែលលួចជាតិរបស់គាត់គឺគាត់មួម៉ៅមកបងប្អូនចំណាំមើលអ្នកណាក៏ដោយឲ្យតែជេរមួងណារ៉េតណាគឺជាមាជ្រែកព្រះហើយខ្ញុំមិនចាត់ទុកថាខ្ញុំជាព្រះទេប៉ុន្តែគឺជាមាតើបានប្រយោជន៍អីបើពេលដែលខ្ញុំនិយាយដើម្បីឲ្យខ្មែរបានដីមកពីថៃវិញប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិយើងថាខ្ញុំក្បត់ជាតិតើអ្នកណាក្បត់ជាតិឲ្យប្រកាសខ្ញុំនិយាយដើម្បីឲ្យកម្ពុជាមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីឲ្យត្រូវនឹងស្របនឹងរដ្ឋធម្មនុញ្ញស្មារតីនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីកុំឲ្យមានអំពើអយុត្តិធម៌សង្គមកុំឲ្យប្រជាពលរដ្ឋខ្លោចផ្សាកុំឲ្យគេមើលងាយជាតិសាសន៍យើងដើម្បីឲ្យយើងប្រជាពលរដ្ឋប្រជាកសិករមានទីផ្សារលក់ស្រូវដើម្បីឲ្យកម្មកររោងចក្រកាត់ដេរបានប្រាក់ខែបាន$300-400នៅក្នុងមួយខែកុំឲ្យលហេមលហាមដូចសពថ្ងៃដើម្បីឲ្យបំបត្តិអំពើពុករលួយឈប់មានបពពួកនិយមដើម្បីឲ្យខ្មែរស្រឡាញ់ខ្មែរសាមគ្គីជាតិសាសន៍ខ្មែរឲ្យខ្មែរនៅលើពិភពលោកគេកោតស្ញប់ស្ញែងឬក៏ប្រទេសដទៃគេកោតស្ញប់ស្ញែងឲ្យមានភ្ញៀវទេសចរកាន់តែច្រើនចូលក្នុងប្រទេសកម្ពុជាកុំឲ្យមានអំពើពុករលួយដែលធ្វើឲ្យខូចអាស្រូវគេឈ្មោះគេកិត្តិយសជាតិយើងដើម្បីឲ្យសាមគ្គីជាតិសាសន៍ខ្មែរហើយមានគេមកជេរខ្ញុំហើយបងប្អូនគិតថាមួងណារ៉េតនឹងសមគេជេរគិតខ្លួនឯងទៅបងប្អូនបើសិនជាបងប្អូនកាន់សាសនាពុទ្ធណាគ្រាន់តែយើងគិតថាមនុស្សម្នាក់ដែលខំប្រឹងគិតឲ្យជាតិនេះរស់ឲ្យជាតិនេះរួចផុតពីអំពើផ្ដាច់ការនៃការគ្រប់គ្រងដោយក្រុមគ្រួសារមួយក្រុមដើម្បីឲ្យប្រជាពលរដ្ឋ18លាននាក់គ្នាបានស្គាល់សេចក្តីសុខសប្បាយឈប់រងទុក្ខខ្លោចផ្សាឈប់គេកេងប្រវាញ់ហើយយើងគិតដូចគេដែរថាមួណារ៉េតនឹងសំគេជេរបើបងប្អូនកាន់សាសនាពុទ្ធណាបងប្អូនមានអំពើបាបពេញខ្លួនបាត់ទៅហើយនេះបើយើងគិតថាបងប្អូនស្រឡាញ់ជឿលើសាសនាពុទ្ធបើកាន់សាសនាយេស៊ូគ្រីស្ទឬក៏សាសនាដទៃទៀតក៏បងប្អូនបាបដែរសាសនាមូស្លីមអ៊ីស្លាមដែលគេកាន់សាសនាមូស្លីមអីចាមអីហ្នឹងក៏បាបដែរនៅពេលដែលយើងគិតថាអំពើបុណ្យវាទៅជាគិតថាគេធ្វើអំពើបាបដោយការគិតបែបខ្មៅងងឹតរបស់យើងក៏ជាអំពើបាបដែរព្រះណាក៏គេគិតថាអំពើនេះជាអំពើបាបដែរហើយបើលោកដែលជាថ្មិលមិនកាន់សាសនាសោះក៏ក្បត់មនសិការនឹងឧត្តមគតិសតិសម្បញ្ញញ្ញៈជាមនុស្សដែរយើងត្រូវស្គាល់សស្គាល់ខ្មៅស្គាល់អាក្រក់ស្គាល់ល្អអញ្ចឹងបើយើងគ្រាន់តែគិតបែបហ្នឹងក៏ជាអំពើបាបរបស់យើងទៅហើយហេតុអីបានជាយើងគិតថាខ្ញុំសមនឹងគេជេរហើយហ្នឹងយើងគ្រាន់តែគិតចោះសម្រាំអ្នកជេរហ្នឹងតើយើងនឹងចោះនរកប្រមាណជាន់ទៀតបងប្អូនអញ្ចឹងហើយបានជាខ្ញុំចិត្តតែលើកទឹកចិត្តថាបងប្អូនទាំងអស់គ្នាជួយបន្តទៀតពេលដែលបងប្អូនឃើញ AI បែបនេះណាគឺបងប្អូនទី1 block អ្នកនោះចោលប៉ុន្តែមុននឹង block ទៅ report សិនរាយការណ៍ចុច report ទៅរាយការណ៍ទៅ Facebook រាយការណ៍ទៅស្អីក៏ដោយដើម្បីប្រាប់ថាអានឹងគឺជាព័ត៌មានប្រឌិតឬក៏ជា scam ឬក៏ជា bully ឬក៏ជាស្អីដែលប៉ះពាល់នឹងគោលការណ៍សង្គមរបស់ Facebook ហ្នឹងគឺគេនឹងបិទឲ្យហើយបុគ្គលទាំងអស់នេះគឺច្បាស់ហើយខ្ញុំជឿថាវីដេអូដែលខ្ញុំ share មកនៅក្នុង Facebook ខ្ញុំគេបិទហ្នឹងអាចមិនមែនដោយបុគ្គលដែលបង្កើត AI คล้ายហ្នឹងបិទឬ delete ខ្លួនឯងអាច report ទៅ Facebook គេបិទឲ្យក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងខ្ញុំបានdownload វាហើយយកមកផ្សាយបន្តទៀតឥឡូវមិនបាច់ទេនៅក្នុងហ្នឹងឯង
នៅទៀតទៅអត់អីទេប៉ុន្តែចង់ឲ្យបងប្អូន delete block report ហើយអូសរំលងទៅម្ដងទៀតបើអត់ច្បាស់ទេសួរមួងណារ៉េតសួរមកអត់អីទេបើមានឈ្មោះមួងណារ៉េតនៅហ្នឹងសរសេរសារមកសួរពិតឬក៏មិនពិតតែបងប្អូនច្បាស់ណាតែដឹងរឿងហ្នឹងថាមួងណារ៉េតច្បាស់ជាបកស្រាយបំភ្លឺអញ្ចឹងបងប្អូនជួយគ្នាណាហើយចូលទៅក្នុងហ្នឹងហាមជេរកុំជេរបងប្អូនខ្ញុំសុំអង្វរកុំទៅជេរថាអ្នកនេះឯងអាមឹងភ្លីភ្លើបង្កើតព្រឹត្តិការណ៍អីឡាក់នឹងឡាក់មិនបាច់ទេគ្រាន់តែប្រាប់ថាប្រជាពលរដ្ឋខ្មែរមិនល្ងងខ្លៅដូចលោកគិតទេអីគ្រាន់តែប៉ុណ្្នឹងក៏បានដែរមិនបាច់ជេរគេទេការពិតគឺគេស្គាល់លោកមួងណារ៉េតនឹងជាអ្នកណាលោកសំរងស៊ីជាអ្នកណាលោកអ៊ុំសំអានជាអ្នកណាលោកផនផាណាជាអ្នកណាឧទាហរណ៍តែខ្លីៗអញ្ចឹងក៏បានដែរនៅក្នុងន័យថាបើចង់តបប៉ុន្តែចំពោះខ្ញុំវិញកុំតបអីបងប្អូនព្រោះនៅពេលដែលបងប្អូនតបច្រើនវាធ្វើឲ្យបុគ្គលហ្នឹងណាបាន like បាន views បាន share ហ្នឹងកាន់តែច្រើនជូរទៀតហើយអញ្ចឹង block delete ចប់ហើយបើសិនជាឥឡូវនេះបងប្អូនមាន Facebook ខ្ញុំអញ្ចេះហើយខ្ញុំផ្សាយហើយបងប្អូន copy អា link ហ្នឹងអ្នកណានិយាយប៉ះអារឿងហ្នឹង copy link ហ្នឹងចូលទៅក្នុង comment មិនបាច់និយាយអីទាំងអស់ដាក់ចូល link ទៅឲ្យគេចុចមើលទៅគេបានមកឃើញវីដេអូពិតក៏បងប្អូនបានជួយច្រើនដែរអញ្ចឹងបានថារឿងនេះគឺយើងត្រូវក្លាយជាប្រជាពលរដ្ឋដែលមានព័ត៌មានក្តាប់ក្នុងដៃហើយវាសនារបស់កម្ពុជាគឺស្ថិតលើក្នុងដៃយើងទាំងអស់គ្នាបងប្អូនណាទាំង18លាននាក់កុំឲ្យក្រុមណាមួយក្រុមណានោះក៏ដោយទាំងក្រុមបកណាក៏ដោយយកបំផ្លាញវាពីដៃរបស់យើងដែលយើងជាម្ចាស់ជោគវាសនាបាទខ្ញុំសូមទោសដែលខ្ញុំត្រូវការវែងបន្តិចដើម្បីបញ្យល់រឿងនេះដោយសារតែរឿងនេះបើអត់ពន្លត់វាទេគឺវានឹងនៅឆេះវាលពីលពីវាលពីកាលអញ្ចឹងតរហូតទេហើយខ្ញុំអរគុណក្រុមអ្នកបង្កើត AI បោកបន្លំនឹងដែរដែលមានឱកាសឲ្យមួងណារ៉េតបានពន្យល់អប់រំណែនាំបងប្អូនយើងឲ្យបានយល់កាន់តែច្បាស់អំពីមនុស្សទុច្ចរិតនិងមនុស្សសុចរិតចឹងបងប្អូនកាន់តែស្គាល់ច្បាស់ហើយបងប្អូនសម្រេចជោគវាសនាឬក៏ការគិតរបស់បងប្អូនទៅតាមការគូហើយកុំទៅជឿទុកចិត្តមួងណារ៉េត 100% ពេកក៏ប៉ុន្តែគ្រាន់តែចង់ជម្រាបថារឿងវីដេអូដែលគេធ្វើនេះទឹកដៃគាត់នៅស្ទើរណាស់គឺស្ទើរទាំងការដែលគាត់ទៅចុចបិទមីក្រូអីឲ្យលោកអ៊ុំសំអាននឹងនិយាយចូលមកអីទៅសំឡេងខ្ញុំអីណាអាមីក្រូហ្នឹងវាធម្មតាតែយើងបិទទៅវាគួរតែមានពណ៌ green អីនៅអាពណ៌បៃតងនោះវាលោតនៅក្នុងមីក្រូរបស់លោកសំរងស៊ីប៉ុន្តែវាទៅជាលោតទៅអីណានោះដូចថានៅទឹកដៃរៀងស្រាលក៏ប៉ុន្តែមិនលើកទឹកចិត្តឲ្យធ្វើទេពួកអីប្រជាពលរដ្ឋខ្មែរលោកស្គាល់អា AI មិន AI ហ្នឹងហើយបន្តិចទៀតភូតច្រើនចាញ់អាត្មាឲ្យបងប្អូនបាទឥឡូវខ្ញុំចូលដល់ព័ត៌មានទី2គឺតកតងនឹងរឿងសំខាន់តាមពិតរឿងសំខាន់ត្រូវនិយាយមុនមកនិយាយអារឿងនេះមុនប៉ុន្តែរឿងហ្នឹងក៏វាសំខាន់ដែររឿងទី2នេះតកតងនឹងភ្នាក់ងារអង្គការសហប្រជាជាតិព្រមានថាមានមនុស្ស300,000នាក់បងប្អូន300,000នាក់បម្រើឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជាឡាវនិងភូមារឿងនេះគឺជាព័ត៌មានកាន់តែក្តៅក៏ក្រោកពេញពិភពលោកទៀតហើយនៅពេលដែលអាការឆបោកអនឡាញហ្នឹងឃើញកម្ពុជាហ្នឹងក៏ប្រឹងដុតដៃដុតជើងដែរប៉ុន្តែអត់ទាន់បានផលទេដោយសារអីយើងចាប់បានតែត្រីតូចរួចត្រីធំសូម្បីតែមន្ត្រីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលោក Thomas Andrews ដែលថ្លែងសារម្សិលមិញនេះក៏គាត់និយាយថាហេតុអីបានជាកម្ពុជាចាប់បានត្រីតូចរួចត្រីធំមន្ត្រីក្រាក់នៅពីក្រោយខ្នងហេតុអីក៏ចាប់អត់ដោះស្រាយបញ្ហានេះបានតែយ៉ាងណាថ្ងៃនេះអង្គការសហប្រជាជាតិនេះគឺជាស្ថាប័នមួយឈ្មោះ IOM បាទ IOM នេះគឺមកពីអក្សរកាត់របស់គេគឺ The International Organization for Migration ប្រែថាជាអង្គការអន្តរជាតិសម្រាប់ជនចំណាក់ស្រុកតាមពិតមិនមែនជាអន្តោប្រវេសន៍ទេគឺជាជនចំណាក់ស្រុកអ្នកដែលចាក់ស្រុកដោយពលករខ្មែរចាក់ស្រុកពីកម្ពុជាទៅរកការងារនៅប្រទេសថៃអីអញ្ចឹងទាំងអស់នេះគេហៅថាជនចំណាក់ស្រុកហើយអង្គការនេះគឺជាស្ថាប័នអង្គការសហប្រជាជាតិមួយដែលដោះស្រាយរឿងបញ្ហាជនចំណាក់ស្រុកនិងការធ្វើទុកបុកម្នេញដល់ជនចំណាក់ស្រុករបាយការណ៍គាត់ចេញពីម្សិលមិញដែលផ្សព្វផ្សាយពេញពិភពលោកថាមានជនដែលជាបុគ្គលិកដែលបម្រើការនៅក្នុងវិស័យឆបោកអនឡាញនៅក្នុងអាស៊ីអាគ្នេយ៍ហ្នឹងជាពិសេសនៅប្រទេសកម្ពុជាឡាវនិងភូមាហ្នឹងមានរហូតដល់ទៅ300,000នាក់បងប្អូន300,000នាក់ច្រើនមែនតើ
300,000 នាក់នេះមិនមែននៅកម្ពុជាទាំងមូលទេខ្ញុំជម្រាបចឹងនៅភូមាផងមាននៅឡាវផងនៅកម្ពុជាប៉ុន្តែនៅក្នុងប្រទេសកម្ពុជាយើងដឹងហើយអង្គការសហជីវជាតិធ្លាប់រកឃើញថាមានបុគ្គលិកដែលបម្រើការវិស័យនេះធ្លាប់មានដល់ទៅ120,000 នាក់ឯណោះហើយវាប្លែកដែរនៅពេលដែលកម្ពុជាប្រយុទ្ធប្រឆាំងការឆបោកអនឡាញសស្រាក់សស្រាំ6 ខែចុងក្រោយនេះឮថាអ្នកដែលធ្វើការវិស័យហ្នឹងដែលជាជនបរទេសណាគ្រាន់តែស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាទៅវិញណាដោយខ្លួនឯងណា240,000 នាក់អញ្ចឹងបានន័យថាក្នុងចំណោម300,000 នាក់ហ្នឹងគឺ240,000 នាក់ឯងហ្នឹងនៅស្រុកខ្មែរអញ្ចឹងខ្មែរយើងមានចំនួនអ្នកដែលឆបបោកអនឡាញហ្នឹងច្រើនជាងគេបំផុតនៅក្នុងចំណោមប្រទេសទាំង3ដែលតួលេខ UN IOM រកឃើញ300,000 នាក់នេះយើងគឺជាប្រទេសលេខ1នៅលើពិភពលោកបាត់ទៅហើយតកតងនឹងជាមជ្ឈមណ្ឌលឆបោកអនឡាញហើយអង្គការនេះរកឃើញថាវាកំពុងតែមានសន្ទុះកើនឡើងទៅទៀតកើនឡើងហ្នឹងគឺសំដៅទៅលើថាការឆបោកអនឡាញនៅក្នុងមួយរយៈពេលចុងក្រោយហ្នឹងគឺគេសន្ធាប់ដោយសារអីប្រជាពលរដ្ឋដែលចាញ់បោកគេចាត់ទុកថាអ្នកដែលឆបោកអនឡាញទាំងអស់ដែលជាបុគ្គលិកហ្នឹងចាញ់បោកគេទៅវិញជាជនរងគ្រោះនៃអំពើឆបោកអនឡាញនឹងដែរចាញ់បោកដោយសារអីដោយសារតែពួកអស់នេះជួលពួកគាត់ពីប្រទេសជាង80ប្រទេសអ្នកខ្លះក៏វិច្ចបង្វិចទៅធ្វើការនៅស្រុកខ្មែរភូមាឬក៏ប្រទេសឡាវដោយគេសន្យាឲ្យប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះថ្មីនេះមានស្ត្រីម្នាក់ដែលជាជនរងគ្រោះជនជាតិហ្វីលីពីនត្រូវបានគេសម្ភាសអំពីការធ្វើទរណកម្មនៅក្នុងមជ្ឈមណ្ឌលអនឡាញនៅកម្ពុជាដែលគេឆក់សេភ្លើងគាត់ទៀតផងគេអត់ឲ្យប្រាក់ខែ1ឆ្នាំគេដកប៉ាសពតចោលអញ្ចឹងសេចក្តីថ្លែងការណ៍នេះគឺពិភពលោកស្គាល់តែវាអាសូរមែនតើអាសូរត្រង់ថាឮតែមកនៅស្រុកខ្មែរឡាវក៏មានភូមាក៏មានប៉ុន្តែឥឡូវយើងដឹងហើយបើគេនិយាយថា300,000 នាក់មកនៅយើង240,000 នាក់ឯហ្នឹងដែលខ្មែរថាបញ្ជូនទៅវិញដោយស្ម័គ្រចិត្តហើយនឹងចាប់បញ្ជូនមែនតើដោយបង្ខំហ្នឹង10,000 នាក់ជាងទៀតអញ្ចឹងដូច250,000 នាក់នៅសល់តែ50,000 នាក់ទៀតសម្រាប់ចែកគ្នាភូមាហើយនឹងឡាវអញ្ចឹងយើងម៉ៅយកដាច់តែម្ដងវាគួរតែភោគផលភាកអីដែលបានខ្មែរយើងបានម៉ៅយកដាច់ចឹងយើងគួរល្អតែនេះគឺម៉ៅយកតែពស់វែកនិងសត្វអាសេរពឹសយកមកដាក់ពេញផ្ទះណាហើយប្រឡែងមាត់បាវបដ ாய் អកុសលមែនតើបងប្អូនហើយអញ្ចឹងថាព័ត៌មាននេះវាកាន់តែធ្វើឲ្យកម្ពុជាយើងរងគ្រោះម្ដងហើយម្ដងទៀតអាចថារងគ្រោះអាចថាដោយសារអំពើប្រព្រឹត្តរបស់យើងដែលគ្រប់គ្រង scam អនឡាញនឹងមិនបានហើយខ្ញុំនិយាយទៀតថាកម្ពុជាយើងមានភ័ព្វវាសនាណាស់បងប្អូនបើសង្ឃឹមឲ្យរដ្ឋាភិបាលនេះចាត់ការយើងចាំភ្លើងយៈអស់តែដោយសារតែអ្នករងគ្រោះជាជនជាតិអាមេរិកតែយើងនិយាយចឹងរដ្ឋាភិបាលថាយើងនឹងល្មិលគុណណាគេខំប្រឹងដោះស្រាយប៉ុណ្ណឹងហើយអត់មានឲ្យតម្លៃក្រមសមត្ថកិច្ចដែលទៅបថុយបឋានស្លាប់តតាំងជាមួយនឹងក្រុមឆបោកអនឡាញនឹងប្រសាចដេញចាប់ដោយគោក្របីគេចំណាយពេលទាំងយប់ទាំងថ្ងៃអត់បានដេកពួនអត់មានសរសើរខ្ញុំសរសើរថាអស់លោកធ្វើប្រឹងណាស់ប៉ុន្តែយើងត្រូវនិយាយថាអញ្ចេះចុះហេតុអីបានពីមុនមកអត់ប្រឹងសោះហ្មងទុកឲ្យរីកពេញផ្ទៃប្រទេសហេតុអីបានជាពេលដែលយើងគ្រាន់តែឃើញអុចខ្មៅលើស្បែកនេះហេតុអីមិនរកថ្នាំមកលេបរកពេទ្យមកព្យាបាលហេតុអីបានយើងទុកឲ្យដល់ទៅជាមហារីកចូលដល់សពសរសៃសសូងស៊ីថ្លើមប្រមាត់របស់យើងអស់ហើយចាប់ផ្ដើមព្យាបាលអាកេម៉ូថេរ៉ាពីដើម្បីឲ្យជ្រុះសក់ហើយទៅពេទ្យរាល់ថ្ងៃយើងថាយើងមិនខានការទៅពេទ្យទេយើងមើលណាយើងខំណាយើងខំព្យាបាលខ្លួនយើងខ្លាចស្លាប់មិនមែនយើងមិនខំទេប៉ុន្តែអាការខំហ្នឹងអាកាលគេឲ្យទៅពិនិត្យណាមួយឆ្នាំ2 ដងទៅមើលសុខភាពយើងឆែកមើលអត់បាច់ទៅទេឲ្យវាចឹងហ្មងទៅយើងអត់ទាំងមើលខ្លួនយើងផងកាលឈឺតិចស្រាគេមិនឲ្យផឹកយើងផឹកឯងធ្លាក់ថ្លើមគ្រឿងផ្អែមខ្លាំងគេមិនឲ្យហូបយើងហូបផ្អែមឯងឲ្យណាណីប្រៃកំប្រៃយើងហូបមកហូបប្រៃយើងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យធ្វើខ្លួនយើងคล้ายទៅជាកើតរោគមហារីកហើយស្លាប់ហើយដល់ពេលហើយដល់ដំណាក់កាលចុងក្រោយគឺយើងប្រឹងតម្រង់គូថាខ្មើតទៅពេទ្យហើយមកប្រាប់គេណាក៏ដោយឲ្យតែមករករឿងយើងថាអត់ប្រឹងមើលខ្លួនហ្នឹងគឺយើងរករឿងគេភ្លៀងណែខ្ញុំមិនមែនអត់មើលខ្លួនទេណាឯងកុំចេះតែនិយាយខ្ញុំមើលឃើញទៅព្យាបាលជ្រុះសក់អស់ហើយដោយសារគេម៉ូថេរ៉ាពីហ្នឹងខ្ញុំខ្លាចងាប់ដែរទៅហើយយើងប្រឹងក៏ប៉ុន្តែអ្នកដែលគេមើលមកហ្នឹងគេថា
ចុះបើកាលមុនបើសិនជាកុំហូបស្រាច្រើនកុំញ៉ាំផ្អែមច្រើនកុំស្អីចឹងគឺយើងមិនមែនទឹកនោមផ្អែមផងលើសឈាមផងលើសជាតិស្ករនឹងអាបេះដូងក៏ខ្សោយអាថ្លើមនឹងក៏លលួយទៅជាជំងឺក្រិនថ្លើមមហារីកគ្រប់កន្លែងរឿងហ្នឹងបើសិនជាយើងបង្ការតាំងពីយូរយើងអត់ដល់ដំណាក់កាលហ្នឹងហើយអាចរស់យូរទៀតឥឡូវទៅកេម៉ូថេរ៉ាពីយ៉ាងច្រើនរស់បាន1ឆ្នាំ2ទៀតយើងឃើញប្រឹងដែរប៉ុន្តែប្រឹងក្នុងពេលចិត្តស្លាប់ហ្នឹងចាប់បើយើងថែទាំខ្លួនពីមុនមកអាចរស់បាន20 30ឆ្នាំឬ50ឆ្នាំទៀតឬក៏អត់ស្លាប់សោះចង់និយាយថាមិនមែនអត់ស្លាប់គឺថារស់ដោយសុខភាពល្អមាំមួនទៅសុភមង្គលគ្រួសារអត់យកហើយដល់ពេលអញ្ចឹងតាំងមករករឿងគេនិយាយអីទៀតហើយតែពីមុនអត់ធ្វើអញ្ចឹងនេះគឺរឿងដែលយើងបោកប្រាស់ប្រជាពលរដ្ឋហើយតាំងមករករឿងក្រុមដែលគេរិះគន់ថាហេតុអីមករិះគន់ការរិះគន់គេរិះគន់យូរហើយតែលោកអត់ដែលស្ដាប់អង្គការសហប្រជាជាតិក៏គេរិះគន់យូរដែរតែយើងអត់ស្ដាប់គេថាលីយ៉ុងផាត់ជាប់វិឆោបោកនឹងគេដាក់ក្នុងបញ្ជីខ្មាស់អត់ស្ដាប់កុកអានអត់ស្ដាប់ត្រីភិបអត់ស្ដាប់អឺគុណគឹមអត់ស្ដាប់អឺហ៊ីងប៊ុនហៀងអត់ស្ដាប់យៈប្រព្រឹត្តអីយើងអត់ស្ដាប់យើងគិតថាអត់អីជួនកាលហ្នឹងលោកហ៊ីងប៊ុនហៀងហ្នឹងទៅនិយាយថាអាមេរិកគេដាក់ទណ្ឌកម្មហ្នឹងរវាយជាមួយអាមេរិកឯណាទៀតធ្វើសង្គ្រាមជាមួយអាមេរិកមិនចាវទេព្រោះអាមេរិកផ្ដេសផ្ដាសអញ្ចឹងតែត្រូវវាយដែរហើយលោកអើយសិតតរវាយអាមេរិកដល់ពេលថៃមកវាយប្រាវយក76ទីតាំងមិនដឹងលោកហ៊ីងប៊ុនហ៊ីងនៅឯណាចឹងបានថាមាត់អត់គម្របវាថាបោកប្រជាពលរដ្ឋហ្នឹងគឺជួនកាលនឹងនិយាយឲ្យតែបានហ្នឹងដូចរឿងកំ pl ែងចឹងហើយអត់មាននរណាទៅរករឿងគាត់ទេព្រោះស្រុកយើងផ្ដាច់ការបើស្រុកអាមេរិក24ម៉ោងខ្ញុំតានីចោះចេញពីកន្លែងបាត់24ម៉ោងបើអត់ទេគេទៅបាតកម្មរួមចិត្តផ្ទះហ្នឹងតែបើនៅខ្មែរវិញហ៊ានតែនរណានិយាយអីប៉ះពាល់លោកហ៊ីនប៊ុនហៀងចាប់ណែឯងដាក់គុកទៀតមកចង់តវ៉ាអីរឿងអញ្ចឹងយើងទៅខ្ទប់មាត់គេកុំឲ្យស្រែកឲ្យដល់ពេលហើយមានរឿងអីខ្លួនឯងនេះខ្ញុំនិយាយរឿងកំ pl ែងមួយឲ្យធូរចិត្តតិចតែកុំឲ្យតឹងពេកតឹងផ្អឹសយើងទៅបិទមាត់គេហើយទៅមានបញ្ហាខ្លួនឯងណាជីដូអស់ជីតាហើយនឹងចៅកំពុងតែទទួលទានអាហារជុំគ្នានៅក្នុងផ្ទះយ៉ាងមនោរម្យក៏ប៉ុន្តែជីតានេះចរិតរបស់គាត់គឺស្រឡាញ់ចៅតែស្រឡាញ់ហួសហេតុរហូតដល់តែប្រក្រាបចៅគ្រប់យ៉ាងមិនអោយធ្វើនេះមិនអោយធ្វើនោះអីច្រើនគឺថាខ្លាចខុសនេះខុសនោះឬក៏អារបៀបពេកពេលដែលដាក់បាយមកទទួលទានអញ្ចឹងមិនមែនបាយទេគឺថ្ងៃហ្នឹងគាត់ស៊ុបកាទៀវម្នាក់មួយចានចៅហ្នឹងក៏បានហូបកាទៀវហ្នឹងក៏ចេះហូបតាហ្នឹងក៏ទទួលទានស៊ុបកាទៀវហ្នឹងជាមួយគ្នាអញ្ចឹងទៅមនោរម្យតែពីរអ្នកចៅហើយនឹងតាទេប៉ុន្តែទម្លាប់របស់តាហ្នឹងថាតែពេលជជែកគេតែពេលញ៉ាំអាហារហាមនិយាយចង់ឲ្យចៅហ្នឹងញ៉ាំឲ្យបានត្រង់មាត់កុំឲ្យឡៃនិយាយអត់បានហូបខ្លាចចៅស្គមអីចឹងអាចជាបំណងល្អរបស់ជីតាប៉ុន្តែបង្ក្រាបអត់ឲ្យនិយាយរហូតចឹងចៅហ្នឹងមើលទៅក្នុងទឹកស៊ុបលោកតាអញ្ចឹងទៅក៏បានថាលោកតាណែនេះលោកតាថាកុំហត់ទឹកស៊ុបចៅឯងតាហត់ទឹកស៊ុបតាហូបកាទៀវតាចាំចប់ទាំងអស់ហ្នឹងគឺយើងជជែកគ្នាបានកុំតែតែចែកយើងមានបញ្ហាយើងអត់អាចហូបបានអស់ឬឆ្អែតទេអញ្ចឹងហូបអញ្ចឹងតៅនឹងចេះតែដួសកាទៀវដល់អីចឹងហូបចឹងទៅតានឹងក៏ភាសាអីចឹងតាមការគួរចឹងគ្រូក្រាក់នឹងឆ្ងាញ់ពិសាចៅនឹងពាក់កដាលចិត្តអស់ពីពាក់កដាលចានចៅទៀតហើយទ្រាំមិនបានលោកតាស្អីចឹងអូអត់ទេអត់ឲ្យនិយាយឈប់អត់និយាយចប់តាមចប់តាប្រាប់ឲ្យថាចប់ហ្នឹងគឺយើងនិយាយអីនិយាយចាស់តាអត់ខ្វាត់ទេប៉ុន្តែឲ្យចប់ហូបសិនដល់អញ្ចឹងទៅហូបអស់អីកោសចានកោសអីឆ្ងាញ់របស់គាត់ដល់ពេលហើយចៅនឹងក៏ហូបអស់បានតាក៏សួរថាតោះនិយាយថាម៉េចលើចង់និយាយពីអីមិនក៏ចង់ម្លេះគ្រាន់តែហូបអីឲ្យចប់សិនអត់បានចៅក៏ថាហួសហើយតាព្រោះចៅចង់និយាយប្រាប់ថាចានតាមានកលាតចូលនៅក្នុងហ្នឹងហើយតាគ្រាន់តែលឺកលាតចង់ក្អួតមកវិញព្រោះអីលេបចូលអស់ហើយឆ្ងាញ់រួចទៅខឹងចៅទៀតថាអីចោះរឿងកលាតហេតុអីក៏ចៅឯងមិនលូកដៃយកវាចេញឬក៏ស្អីចឹងចៅថាលូកស្អីគ្រាន់តែប្រាប់តាលោកតាថានេះនឹងអត់ឲ្យនិយាយអីសោះហ្នឹងឥឡូវលោកតាលេបទៅ
អាហ្នឹងគឺជាតម្រេះនឹងរឿងនេះជារឿងកំ pl ែងទេបងប្អូនតែយើងហ្នឹងអញ្ចឹងគេនិយាយអីក៏អត់បានដែរគឺហាមគេរហូតតទៅពេលចុងក្រោយយឺតពេលបាត់ហើយកលាតលេបចូលជាមួយទឹកកាទៀវចូលក្នុងពោះបាត់ហើយហ្នឹងឥឡូវមិនវិញរឿងអញ្ចឹងបងប្អូនអញ្ចឹងហើយបានជាគេឲ្យយើងគោរពសិទ្ធិមនុស្សគោរពរដ្ឋធម្មនុញ្ញឲ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពនៅក្នុងការនិយាយស្ដីគ្មានអ្នកណានិយាយអីត្រូវជាប់គុកទេអាចនឹងយកទៅណែនាំឬបរិហាគេហើយបរិហាគេនឹងជាទៀតសោតគឺជាបទល្មើសកាលមុនព្រមមិនទាន់គេចាប់ឃុំខ្លួនឥឡូវគេឲ្យទៅជារដ្ឋប្រវេណីគាត់ដោះស្រាយសងសំណងជំងឺចិត្តទៅផ្សះផ្សាទៅចប់តែយើងស្អីក៏គុកដែរយើងស្អីក៏បិទមាត់គេដែរអានឹងបានជាជំងឺមហារីកយើងដល់ដំណាក់កាលចុងក្រោយហ្នឹងអានឹងអញ្ចឹងហើយបានជាយើងឃើញធ្វើអីហ្នឹងគេនិយាយទៅហ្នឹងយើងតាំងមករករឿងគេថាក្រុមប្រឆាំងស្អីក៏ទៅដែរគេទៅយូរហើយតែលោកអត់កែគេទៅយូរហើយតែលោកអត់កែឥឡូវក៏គេនៅតែទៅហើយក៏នៅតែទៅហើយសឹងតែទៅខ្លាំងជាងពីមុនទៀតព្រោះអីគេបានប្រាប់ឲ្យថាតាទៅលងទឹកស្លាប់តែហ៊ានចោះទៅលងទឹកស្លាប់លើអត់ចេះហែលទឹកទេកុំទៅក្បែរហ្នឹងវាល្អិលអត់ស្ដាប់ល្អិលលិចទឹកទៅបកាច់បកិនគុំគេទៅស្រង់ប៊ីងាប់អ្នកស្រង់ទៀតហើយដល់គេស្ដីឲ្យថាហេតុអីបានជាមកបកាច់បកិនហ្នឹងគេប្រាប់តែលងទឹកយើងអត់ស្ដាប់យើងមកបន្ទោសគេចុះបើស្រង់គេហើយគេខំហេតុអីក៏ទៅទឹះគេអីចឹងទៀតសិតគេស្រែកគេអត់ត្រូវអញ្ចឹងទេយើងធ្វើអីវាខុសអា logic ហ្នឹងដល់ពេលឥឡូវដោះស្រាយទៅរឿងយើងគេអាស្រូវពេញពិភពលោកអញ្ចឹងវិញ្ញាសាគឺរដ្ឋាភិបាលចាត់ការទៅមន្ត្រីដែលមាននៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋាភិបាលជាតិអាមេរិកហ្នឹងចាត់ការទៅបើអត់ចាត់ការទេគឺកម្ពុជានឹងคล้ายទៅជាឋានសួគ៌នៃការឆបបោកអនឡាញហើយប្រជាពលរដ្ឋនៅលើពិភពលោកនឹងមើលមកយើងឃើញដូច្នេះរាប់សតវត្សទៅទៀតរាប់ទសវត្សទៅទៀតរាប់សិបឆ្នាំទៅទៀតតែបើយើងដោះស្រាយទៅហើយឃើញដោះស្រាយហ្នឹងបានខ្លះដែរប៉ុន្តែយើងអត់ទាន់អេះត្រូវរមាស់ទេព្រោះអីមេធំអត់ចាប់បានមួយទេចាប់បញ្ជូនដោយលោកចិនស៊ីលោកស៊ីលីសុងអីហ្នឹងហើយនៅស្រុកខ្មែរបានលីគួងឯណានោះលីដែរតែលីគួងបាទនៅព្រែកចាកណាអុកញ៉ាណាមានអាគារជួលអីណានោះតែបើនិយាយពីគេដាក់ទណ្ឌកម្មលោកលីយ៉ុងផាត់លោកកុកអានអីណាឡងស្រុចនៅសហរដ្ឋអាមេរិកល្បីពេញពិភពលោកគ្មាននរណាស្គាល់លោកលីគួងទេគេស្គាល់តែលោកលីយ៉ុងផាត់ហើយនឹងលោកសុកកុកអានទៅចាប់លោកលីគួងឯណាដាក់គុកសាង1ម៉ោងឯណានោះអ្នកនេះរួចខ្លួនក៏ហើខ្ញុំមិនថាគាត់ជាអក្រិតជនទេម្ដងទៀតបងប្អូនប៉ុន្តែយើងត្រូវមានចំណាត់ការយើងមិនអាចនឹងទៅជួលលុយមេធាវីដើម្បីឲ្យទៅលុបឈ្មោះអីចឹងទេមិនមែនទេគេមើលឃើញទង្វើបែបនេះគឺរឹតតែអាក្រក់ទៀតបើជួលស្ងាត់ទៅក៏មាត់រឿងជួលមេធាវីនឹងវារឿងចេះអីជារឿងអាក្រក់មើលខុសសិលធម៌ខុសសុជីវធម៌យើងរំលោភគេឧទាហរណ៍ករណីរំលោភជាងការរកដំណោះស្រាយទៅឲ្យជនរងគ្រោះដែលនៃអំពើរំលោភយើងទៅជួលមេធាវីទៅសុកលុយគេដើម្បីបិទមាត់សាកសីដើម្បីឲ្យជនរងគ្រោះហ្នឹងកុំតវ៉ាអីចឹងទៅហើយទៅយើងទៅសបាយប្រាប់គេថាខ្ញុំជួលមេធាវីដើម្បីដោះស្រាយរឿងនេះដើម្បីបិទមាត់អ្នកនោះអីចឹងវាអាក្រក់មើលផ្នែកសិលធម៌គឺយើងខុសមិននិយាយអីក៏បានដែរតែសោកស្ដាយលោកហ៊ុនម៉ាណែតអីជួនកាលលោកសសុខាហ្នឹងក៏តែអញ្ចឹងដែរទៅជួលមេធាវីអស់$300,000ជិត$300,000ដើម្បីឲ្យលុបឈ្មោះចុះឈ្មោះគាត់អីក៏សម្បើមមកម្លេះលុបអស់$300,000បងប្អូនហើយបើកុំជួលមេធាវីឈ្មោះគាត់ប្រហែលជាអាលុបខ្លះបាត់ហើយក៏មិនដឹងដល់ពេលជួលមេធាវីឈ្មោះគាត់ហ្នឹងមិនបាច់និយាយទេឥឡូវតាម Facebook អ៊ីនធឺណិតហ្នឹងមើលទៅក៏ក្រៅរត់តែល្បីជាងមុនទៀតណាវាទៅជាធ្វើឲ្យឈ្មោះល្បីកាន់តែអាស្រូវទៅវិញអា$30,000ហ្នឹងឥឡូវខ្ញុំស្លេះរឿង UN ខ្ញុំនិយាយអំពីស្ត្រីជនជាតិសង្ហបុរីមួយរូបវ័យ20ឆ្នាំបញ្ជាក់ថានាងលួចរត់ទៅស្រុកខ្មែរដោយចិត្តឯងទេគឺអត់ដើម្បីគេចពីវិបត្តិគ្រួសារមិនមែនរឿង scam យើងអាភ័ព្វបងប្អូនដោយសារតែយើងគេចោទយើងថាជាមជ្ឈមណ្ឌលឆបបោកអនឡាញណាស្ត្រីសិង្ហបុរីនេះគាត់ជាស្ត្រីសង្ហបុរីនេះគាត់រត់ពីសង្ហបុរីអត់ប្រាប់ម៉ែឪអត់ប្រាប់ណាទាំងអស់ស្ត្រីនេះក៏អស្ចារ្យដែរយើងអាចធ្វើចឹងបានទេខ្ញុំមិនបន្ទោសជនរងគ្រោះទេក៏ប៉ុន្តែខ្ញុំបន្ទោស
ការដែលទទួលខុសត្រូវរបស់យើងមួយក្នុងនាមជាមនុស្សពេញវ័យអាយុ18ឆ្នាំហើយយើងអាចទៅណាមកណាអត់ប្រាប់គ្រួសារអញ្ចឹងទេយើងខឹងយើងស្អីក៏ដោយសរសេរលិខិតដាក់ប្រាប់គេទៅណាអីណាឲ្យគេតាមរតាមមើលតាមដឹងកុំឲ្យគេភ័យយើងអត់ទេថ្ងៃ20ខែកក្កដាឡើងយន្តហោះប្រុយពីសិង្ហបុរីចុះមកបំពេញផ្លុកធ្វើមិនដឹងគេនោះចលាចលរឲ្យគេប្រកាសថាបាត់ខ្លួនហើយដល់ពេលគេប្រកាសថាបាត់ខ្លួននៅសង្ហបុរីដឹងគេថាម៉េចទេគ្រួសារចាប់ផ្ដើមចេញព័ត៌មានមកថាដឹងថាគាត់មានអេរិយាប័ត្រមាយាទប្លែកធ្លាប់តាក់ទងនរណាម្នាក់តាមអនឡាញនឹងហើយមានការផ្ទេរលុយអីមកស្រុកខ្មែរស្រុកអីអាចផ្ទេរលុយទៅអ្នកដែលគេអាចឆោបបោកតាមអនឡាញអីចឹងលាក់នឹងលាក់100ចម្ពោះចេញមកព្រោះអីគ្រួសារគ្នាភ័យហើយចិត្តតែប្រាប់ប៉ូលីសអំពីតម្រុយដែលមានទៅដើម្បីឲ្យគេដឹងតាមរកនាងឲ្យឃើញហើយណាមួយដោយសារខ្មែរជាមជ្ឈមណ្ឌលឆោបបោកអនឡាញដល់ក៏ក្រៅពេញពិភពលោកទៀតគេក៏ដាក់ការសង្ស័យរឿងខ្មែរជាប់ជាជនរងគ្រោះនៃអំពើឆបបោកអនឡាញតាក់ទងនឹងរឿងស្ត្រីវ័យ20ឆ្នាំនឹងសង្ហបុរីនេះទៀតណាវាអកុសលអញ្ចឹងណាបងប្អូនអញ្ចឹងបានថាកន្លែងណាក៏ដោយឲ្យតែមានសម្រាមឆ្កែវាជុះអាចដាក់អញ្ចឹងបងប្អូនយើងកុំបន្ទោសគេអីគ្រាន់តែថាយើងវាអកុសលអាគេហ្នឹងក៏អញ្ចឹងដែរឲ្យតែឃើញកទេលធំបន្លំចូលដេកអញ្ចឹងឃើញសម្រាមនាំគ្នាបោះសម្រាមតាមអញ្ចឹងបានថាយើងឲ្យសម្អាតកុំឲ្យមានសម្រាមកុំឲ្យទី1ឆ្កែកុំឲ្យជក់អាចដាក់ទី2កុំឲ្យមនុស្សយកសម្រាមទៅបោះនៅនឹងដែរព្រោះយើងបង្កើតឲ្យវាមានក្លិនស្អុយហើយសម្រាមសម្រោចខ្លួនយើងដែរតែខ្ញុំនៅតែគិតថាអយុធធម៌ពេកទេដឹងហើយសម្រាប់កម្ពុជាយើងនៅពេលដែលគ្រាន់តែគេចោទពីរឿង scam ហ្នឹងប៉ុន្តែអ្នកឯងមិនមែនចេះកាយសម្រាមយកមកដាក់ពេកទេហើយអាណិតគ្នាអីគ្នាដូចខំប្រឹងដែរមើលទៅណាហើយខ្ញុំគិតថាស្ត្រីនេះហើយចង់បញ្ចប់គឺគាត់ក៏បានអាជ្ញាធរខ្មែរហ្នឹងគេរកឃើញនៅកម្ពុជាហ្នឹងតែប្រហែលថ្ងៃទេបងប្អូនគឺរកឃើញភ្លាមខ្ញុំសូមសរសើរដែរអាជ្ញាធរខ្មែរត្រូវបានអាជ្ញាធរសង្ហបុរីប៉ូលីសសង្ហបុរីសរសើរថាជួយកិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយនឹងប៉ូលីសសង្ហបុរីដើម្បីរកស្ត្រីរូបនេះឲ្យឃើញហើយគាត់ក៏ឃើញចេញមកអីចឹងទៅព័ត៌មាននៃការបាត់ខ្លួនហ្នឹងក៏ឈប់ហើយអាព័ត៌មានឆបបោកអនឡាញហ្នឹងក៏ត្រូវបានសាកសីនេះខ្ញុំជឿថាអាចអាជ្ញាធរកម្ពុជាធ្វើវីដេអូនេះដើម្បីឲ្យនាងបំភ្លឺមិនមែនជាការបង្ខំអីទេព្រោះនាងនិយាយថាមិនមែនបង្ខំប៉ុន្តែនេះគឺជាឈុតឆាកមួយក៏ដើម្បីប្រាប់ពិភពលោកថានាងមិនមែនមកកម្ពុជាដោយការឆបបោកអីទេគឺមកដោយចិត្តឯងព្រោះអីនៅក្នុងវីដេអូដែលគាត់បាននិយាយឲ្យមានការសរសេរអានពីអ្វីដែលគាត់សរសេរត្រៀមទុកហ្នឹងហើយផ្សាយតាមបណ្ដាញសង្គមរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលកម្ពុជាហ្នឹងគឺគាត់បាននិយាយថាគាត់ស្ត្រីរូបនេះឈ្មោះថាសតិបាទគឺសតិគាត់មកពីសង្ហបុរីថ្ងៃទី20ខែកក្កដាហ្នឹងគាត់ថាមកពីគាត់មានវិបត្តិគ្រួសារនៅសង្ហបុរីគាត់កើតជំងឺបាក់ទឹកចិត្តដែលមិនអាចនៅបានគាត់ចង់ឲ្យធូរអារម្មណ៍គាត់ក៏មកស្រុកខ្មែរហើយប្រហែលជាអាចគាត់មានតំណែងអីជាមួយអ្នកស្គាល់គេនៅស្រុកខ្មែរហើយព្រោះអីមកហ្នឹងបានបង្រៀនភាសាអង់គ្លេសទៅទៀតគាត់ថាមកបង្រៀនភាសាអង់គ្លេសនៅស្រុកខ្មែរហើយមកដោយចិត្តឯងអត់មានអ្នកណាបង្ខំអីទាំងអស់គឺដោយសារកិច្ចចេញពីវិបត្តិគ្រួសារដែលគាត់នៅអត់បានតែប៉ុណ្្នឹងទេហើយគាត់ពិតជាមិនបានប្រាប់មិនអីគ្រួសារមែនទេព្រោះគាត់ពិបាកចិត្តពិបាកអីអញ្ចឹងណាតែគាត់ចង់បញ្ជាក់មកម្ដងទៀតថាគាត់មកនេះគឺមកដើម្បីបង្រៀនភាសាអង់គ្លេសហើយមកដោយជំរើសចិត្តខ្លួនឯងអត់មានអ្នកណាបង្ខិតបង្ខំឬក៏ចូលរួមក្នុងអកតកម្មណាមួយឬក៏ប្រព្រឹត្តអំពើឆបោកអនឡាញឬក៏ចូលរួមនៅក្នុងអកតកម្មឆបោកអនឡាញនេះទេអញ្ចឹងរឿងហ្នឹងចប់ត្រឹមប៉ុណ្ណឹងអេវ៉ាំងខ្ញុំស្លេះអឺណាខ្ញុំគាត់តែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាដែលអ្នកនៅក្រុមគ្រួសារហ្នឹងគឺយកករណីនេះមកពង្រឹងសាមគ្គីសុភមង្គលក្នុងគ្រួសារយើងឡើងវិញគ្មាននរណាស្រឡាញ់គ្រួសារជាងគ្រួសារយើងទេយើងទៅណាមកណាប្រាប់គ្នាបង្រៀនក្មេងបង្រៀនអីឲ្យចេះដូចសាលារៀនក៏គេប្រាប់ដែរមិនចឹងឯងខ្ញុំសូមជម្រាបសួរលោកយាយឬក៏ម៉ាក់ប៉ាអីកូនចេញទៅសាលារៀនចេញពីសាលារៀនក៏គេជម្រាបលាអ្នកគ្រូអ្នកអីហ្នឹងគឺជាការបង្រៀនក្មេងឲ្យយល់អំពីសុជីវធម៌ហើយសុជីវធម៌នេះសំខាន់ណាស់បងប្អូនទី1គឺតម្លៃខ្លួនយើងហើយកុំភ្លេចថារឿងនេះតិចតួចទេណាប៉ុន្តែមានន័យធំណាស់ស្រាប់តែឧទាហរណ៍យើងនៅផ្ទះ
ស្រាប់តែកូនយើងចេញពីផ្ទះស្រាប់ថាប៉ាកូនទៅធ្វើការហើយរាល់ថ្ងៃកូនខ្ញុំគ្រប់គ្នាទៅធ្វើការទៅរៀនធំអស់ហើយកូនខ្ញុំអីអាយុ24ឆ្នាំហើយកូនខ្ញុំទី2អាយុ20ឆ្នាំកូនត្រីពៅចូលដល់វ័យ16ឆ្នាំហើយនៅសល់តែមួយខែទៀតទេប៉ុន្តែរៀងរាល់ពេលគាត់ទៅធ្វើការរត់ទៅរៀនគឺគាត់អ្នកណានៅផ្ទះដែលនៅនេះហ្នឹងគឺក៏មកគោះទ្វារប្រាប់ថាកូនទៅរៀនកូនទៅធ្វើការយើងជាម៉ែឪជួនកាលវាទម្លាប់ដដែលមែនក៏ប៉ុន្តែវាមានន័យជ្រាលជ្រៅជ្រាលជ្រៅទី1គឺយើងមានសុជីវធម៌កូននឹងមានសុជីវធម៌ទី2កូនឲ្យតម្លៃគោរពអ្នកណាដែលនៅក្នុងផ្ទះហ្នឹងគឺគោរពឲ្យតម្លៃយើងអត់ដឹងថាតម្លៃមិនមែនចាំបាច់ទៅសំពះលុតជង្គង់ក្រាប3ដងទេណាបងប្អូនតម្លៃគឺការដែលឲ្យតម្លៃគេមានវត្តមានក្នុងគេគួរដឹងដែរអ្នកណាយើងទៅណាមកណាមានការអីគេដឹងថាអូកូនគាត់ទៅរៀនគាត់ប្រាប់តាថ្ងៃហ្នឹងមុនហ្នឹងគាត់ទៅរៀនជំរាបលាជំរាបអីអញ្ចឹងទៅហើយតម្លៃមួយទៀតគឺគេឲ្យតម្លៃយើងថាយីអឺប្រាប់យើងគ្រប់ពេលដែលបានន័យថាយើងគឺជាមនុស្សមានតម្លៃនៅក្នុងផ្ទះដែលគេឲ្យដំណឹងយើងហើយដល់ពេលអញ្ចឹងទៅយើងកសាងជីវភាពគ្រួសារមួយដែលមានតម្លៃហើយសុំបើអត់ដែលបានធ្វើទេណាចាប់ផ្ដើមធ្វើបងប្អូននឹងឃើញប្លែកអំពីសុជីវធម៌ក្នុងគ្រួសារនេះកើនឡើងមួយកម្រិតដោយអត់ដឹងខ្លួនគឺគ្រាន់តែនិយាយប៉ុណ្ណឹងទេថាអ្នកណាក៏ដោយបើម្ដាយនៅប្រាប់ម្ដាយម៉ាក់ខ្ញុំទៅក្រៅមួយផ្លែតបើទៅផ្សារប្រាប់អ្នកនៅផ្ទះផងថាខ្ញុំទៅផ្សារមានអីចង់ផ្ដាំផ្ញើទិញអីដែរទេបើមិនបានទៅបើទៅដើរលេងប្រាប់ថាខ្ញុំទៅដើរលេងពីម៉ោងនេះដល់ម៉ោងនេះនៅម្ដុំនេះគឺឲ្យគ្នាដឹងទៅបើមានការអីគ្នាអាចរកឃើញជាសុជីវធម៌មួយដ៏សាមញ្ញប៉ុន្តែកុំមើលរំលងឲ្យសោះបងប្អូនសុជីវធម៌សម្រាប់ខ្លួនឯងសុជីវធម៌សម្រាប់គោរពអ្នកដទៃហើយបើទម្លាប់នេះមានតិចតួចវានឹងធ្វើឲ្យសុជីវធម៌ក្នុងខ្លួនយើងកាន់តែកើនឡើងហើយសម្ព័ន្ធភាពនៅក្នុងគ្រួសារនឹងប្រសើរដោយមិននឹកស្មានដល់សាកបងប្អូនសាកបើសិនជាអត់ទាន់ធ្វើសាកយើងធ្លាប់រៀនសូត្រយូរហើយតែយើងចេះតែភ្លេចសាកទៅចេញទៅណាសមាជិកគ្រួសារប្តីប្រពន្ធឪពុកម្ដាយយ៉ាងហោចណាស់ក៏ផ្ញើសារប្រាប់ថាខ្ញុំទៅញ៉ាំអីជាមួយមិត្តភ័ក្តិប៉ុណ្ណឹងក៏បានដែរមិនបាច់វែងឆ្ងាយអីពេកក៏បានដែរខ្ញុំនឹងវិលមកផ្ទះវិញម៉ោងប៉ុណ្ណេះបើអត់ឃើញទេអាចយូរបន្តិចថាជាសុជីវធម៌យ៉ាងសាមញ្ញហើយកុំមើលរំលងបងប្អូនណាខ្ញុំនិយាយនេះគឺនិយាយដោយស្មោះដោយសារតែរបៀបគ្រួសារខ្ញុំសាមញ្ញដូចគ្រួសារដទៃដែរប៉ុន្តែរឿងបន្តិចបន្តួចនេះគឺទី1គឺផ្សារភ្ជាប់ចំណងទំនាក់ទំនងគ្រួសារឲ្យល្អល្អឿននឹងគ្នាទី2ឲ្យចេះគោរពគ្នាអ្នកណាក៏មានតម្លៃដែរនៅក្នុងគ្រួសារយើងនៅពេលដែលយើងឲ្យតម្លៃហើយចាំណាបងប្អូនណាសេចក្តីគោរពបានមកដោយការសន្សំសេចក្តីទុកចិត្តក៏បានមកដោយការសន្សំដែរមិនមែនដោយការគំរាមកំហែងសម្លុតបំភ័យបង្គាប់បញ្ជាទេគឺសន្សំពិន្ទុនឹងបន្តិចម្ដងហើយត្រូវចាំថាសេចក្តីថ្លៃថ្នូរនឹងការគោរពរបស់យើងមានចំពោះយើងពីគេមកយើងគឺដោយសារតែយើងផ្ដល់តម្លៃដូចគ្នាទៅគេវិញដែរនៅពេលដែលយើងគោរពគេឲ្យតម្លៃគេយើងនឹងទទួលបានសេចក្តីគោរពនឹងមកយើងវិញដូចយើងឆ្លុះកញ្ចក់ចឹងសាកមើលទៅបងប្អូនសាកមើលទៅហើយខ្ញុំធ្វើបានជោគជ័យច្រើនដោយសារតែទម្លាប់គ្រួសារខ្ញុំមកយកមកអញ្ចឹងហើយផងហើយរៀនពីសាលារៀនហ្នឹងឃើញថាមានប្រយោជន៍ផងហើយមួយទៀតបងប្អូនសាកសម្គាល់មើលធ្វើសាកទៅបើអ្នកណាម្នាក់កំណាញ់ណាស់ដូចថាម៉ៅស្វិតរិះកំហិះរិះថាំច្រើនមិនចង់ចាយលុយមិនចង់អីគឺថាយើងកាច់ចាត់ទុកថាជាហៅថាកំណាញ់ក្រៅតម្រាអីហ្នឹងកុំទៅរិះគន់គាត់កុំទៅមាក់ងាយគាត់កុំទៅវាយតម្លៃគាត់ប៉ុន្តែបង្រៀនគាត់ដោយការឲ្យគាត់ឲ្យច្រើនឲ្យទៅមានកាដូអីបន្តិចបន្តួចមានរបស់អីបន្តិចបន្តួចមានស្អីចេញលុយពេលញ៉ាំអាហារឲ្យច្រើនជាងគាត់ឲ្យបានញឹកញាប់តែចំពោះមនុស្សម្នាក់ហ្នឹងសិនបង្រៀនគាត់ឲ្យយល់ថាការស្មេកំណាញ់ម៉ៅស្វិតហ្នឹងគឺមានតែយើងទេគេដទៃគេអត់គិតចឹងទេណាហើយយើងផ្លាស់ប្ដូរគំនិតគាត់តាមរយៈទង្វើរបស់យើងដោយមិនផ្ទាល់ទេគឺប្រយោលពេលខ្លះត្រូវប៉ាវគាត់ប៉ាវដាច់ទៅមិនបាច់ឲ្យគាត់ចេញលុយទេពេលខ្លះត្រូវមានអីឲ្យគាត់ច្រើន